បាទជាតាមសូមគោរពជំរាបសួរប្រិមិត្តទស្សនិកជនហើយក៏សូមជំរាបសួរគ្រូបាទជំរាបសួរបងសុជាត្រាបាទជំរាបសួរហើយថ្ងៃនេះយើងនឹងធ្វើកិច្ចពិភាក្សាមួយស្ដីពីគ្រូនិងអ្នកណែនាំហើយកិច្ចពិភាក្សានេះយើងនឹងចាប់ផ្ដើមថ្ងៃនេះក៏មានកិត្តិយសអញ្ជើញបងជាត្រាចូលជាអ្នកដែលចូលរួមនៅក្នុងកិច្ចពិភាក្សាហើយមានលោកគ្រូរដ្ឋាដែលជាស្ថាបនិកក៏ដូចជាអ្នកដឹកនាំនៅក្នុងរដ្ឋាភិបាល leadership ផងដែរអញ្ចឹងដើម្បីកុំឲ្យខាត់ពេលដំបូងបំផុតខ្ញុំនឹងធ្វើការណែនាំខ្លួនសិនហើយបន្តមកខ្ញុំនឹងឲ្យបងជាត្រាជាអ្នកណែនាំខ្លួនហើយចុងក្រោយលោកគ្រូធ្វើការណែនាំខ្លួនផងដែរបាទខ្ញុំគឺជាឈ្មោះអឿនបញ្ញាគឺជាអ្នកស្រាវជ្រាវផ្នែកភាពជាអ្នកណែនាំនៅក្នុងរដ្ឋាភិបាល leadership បាទហើយកម្មវិធីនេះវាគឺជាកម្មវិធីថ្មីដែលរដ្ឋាភិបាល leadership នឹងបង្កើតឡើងដូច្នេះបងប្អូនទាំងអស់គ្នានឹងបានស្ដាប់នៅគេហៅថាកិច្ចពិភាក្សានេះអាចថាជារៀងរាល់សប្ដាហ៍តែម្ដងទៅតាមអ្វីដែលយើងបានធ្វើបាទអញ្ចឹងជាបន្តសូមអញ្ជើញបងធ្វើការណែនាំខ្លួនចាជំរាបសួរបងប្អូនទាំងអស់គ្នាក៏ដូចជាជំរាបសួរលោកគ្រូហើយក៏ដូចជាបងពិធីករផងដែរនាងខ្ញុំឈ្មោះជីនសុចិត្រាគឺជាអ្នកលក់អនឡាញម្នាក់ហើយក៏ជាកូនសិស្សវគ្គ GA ដែលបានឆ្លងកាត់វគ្គ GA នៅក្នុងមេរៀនភាពជាអ្នកដឹកនាំបាទអរគុណបងសម្រាប់ការណែនាំខ្លួនជាបន្តសូមអញ្ជើញលោកគ្រូណែនាំខ្លួនតិចជាបន្តសូមគ្រប់បងអ្នកសម្របរួទាំងពីរក៏ដូចជាសូមគ្រប់បងប្អូនទស្សនិកជនទាំងអស់ដែលបានកំពុងតែមើលឬក៏ទស្សនានៅក្នុងកម្មវិធីស្ដីពីគ្រូកិច្ចពិភាក្សាស្ដីពីគ្រូនិងអ្នកដឹកនាំរបស់រដ្ឋាភិបាល leadership របស់យើងខ្ញុំបាទឈ្មោះហៅច័ន្ទរដ្ឋាគឺជាអ្នកស្រាវជ្រាវនិងបង្កើតភាពជាអ្នកដឹកនាំហើយក៏ជាអ្នកដែលជាស្ថាបនិកនៃរដ្ឋាភិបាល leadership របស់យើងនៅក្នុងបេសកកម្មរបស់រដ្ឋាភិបាល leadership គឺដើម្បីអភិវឌ្ឍភាពល្អអស្ចារ្យសម្រាប់មនុស្សគ្រប់គ្នាក៏ដូចជាក្នុងការចូលរួមធ្វើយ៉ាងណាដើម្បីឲ្យមនុស្សគ្រប់គ្នាគឺសិតតែអាចក្លាយជាអ្នកដឹកនាំហើយមនុស្សគ្រប់គ្នាគឺសិតតែអាចក្លាយជាអ្នកមានបាទសូមចូលរួមខ្លីសិនបាទអរគុណច្រើនសម្រាប់លោកគ្រូហើយដើម្បីឲ្យកិច្ចពិភាក្សាយើងវាមានអ្វីដែលគេហៅថាជាមូលហេតុដើម្បីនៅក្នុងការចាប់ផ្ដើមខ្ញុំចង់ឲ្យលោកគ្រូនិយាយឬក៏តាក់ទងជាមួយនឹងបុព្វហេតុហេតុអីបានលោកគ្រូបង្កើតឬក៏ចង់បង្កើតកិច្ចពិភាក្សាស្ដីពីគ្រូនិងអ្នកដឹកនាំនឹងឡើងតើស្អីដែលវាជាបុព្វហេតុអញ្ចឹងអញ្ជើញលោកគ្រូចូលរួមហើយបើសិនជាបងមានអីដែលចង់ចូលរួមបន្ទាប់ពីលោកគ្រូហើយអញ្ជើញបងចូលរួមផងដែរបាទអរគុណច្រើនលោកបញ្ញាដែលក្នុងនាមជាសហការីផងក្នុងនាមជាអ្នកសម្របសម្រួលនៅកម្មវិធីរបស់យើងថ្ងៃនេះហើយក៏អរគុណបងស្រីជាតាដែលបានចូលរួមនៅក្នុងកម្មវិធីថ្ងៃនេះតាមពិតលោកបញ្ញាក៏ដូចជាបងស្រីជាតាបានដឹងហើយរដ្ឋាភិបាល leadership របស់យើងគឺបានធ្វើដំណើរមកដល់ថ្ងៃនេះគឺមិនតិចជាង16ឆ្នាំមកទេដែលយើងបានចាប់ផ្ដើមនៅក្នុងថ្ងៃ10ខែ10 2010ហើយមុននឹងចាប់ផ្ដើមនៅថ្ងៃ10ខែ10 2010នេះខ្ញុំក៏ក្នុងនាមជាស្ថាបនិកឬក៏ជាអ្នក founder ជាអ្នកបង្កើតសាកលវិទ្យាល័យមេគង្គកម្ពុជាមួយខ្ញុំក៏បានចូលរួមនៅក្នុងការអភិវឌ្ឍសាកលវិទ្យាល័យក៏ដូចជាបានព្យាយាមចូលរួមក្នុងការបង្កើតមុខវិជ្ជាឬក៏វគ្គសិក្សាទាក់ទងនឹងរឿងភាពជាអ្នកដឹកនាំនេះមុននឹងខ្ញុំមកបង្កើតរដ្ឋាភិបាល leadership នេះគឺខ្ញុំក៏ជាស្ថាបនិកនៃPharmacy រដ្ឋាក៏ដូចជាចូលរួមបង្កើតសាកលវិទ្យាល័យមេគង្គកម្ពុជាហើយខ្ញុំក៏ធ្លាប់ជាអតីតជាមន្ត្រីរាជការនៅក្នុងក្រសួងអភិវឌ្ឍជនបទផងដែរហើយពេលដែលខ្ញុំចូលរួមបង្កើតសាកលវិទ្យាល័យមេគង្គកម្ពុជាតាំងពីឆ្នាំ2003មកខ្ញុំក៏បានចូលរួមក្នុងការបណ្ដុះបណ្ដាលក្នុងនាមជាអ្នកដឹកនាំជាអ្នកស្ថាបនិកក្នុងនាមជាសាស្ត្រាចារ្យឬក៏ជាគ្រូជាពិសេសទៅលើមុខវិជ្ជាទាក់ទងនឹងភាពជាអ្នកដឹកនាំក៏ដូចជាទាក់ទងនឹងមុខវិជ្ជាទាក់ទងនឹងទំនាក់ទំនងឬក៏ communication តែក្រោយពីខ្ញុំបានចាប់ផ្ដើមធ្វើកិច្ចការងារនៅក្នុងសាកលវិទ្យាល័យក៏ដូចជានៅក្នុងក្រសួងក៏ដូចជានៅក្នុងវិស័យឯកជនគឺយើងបង្កើតស្ថានរដ្ឋានឹងមកយើងបានរកឃើញពីភាពសំខាន់នៃភាពជាអ្នកដឹកនាំអញ្ចឹងខ្ញុំក៏បានចូលរួម
ព្រួយផ្ដើមបង្កើតមុខវិជ្ជានឹងនៅសាកលវិទ្យាល័យមេគង្គកម្ពុជាហើយខ្ញុំធ្លាប់ទាំងបង្រៀនកម្រិតថ្នាក់បញ្ញាបត្រនិងកម្រិតអនុបណ្ឌិតរហូតដល់ទៅឆ្នាំ2010ទៅខ្ញុំចូលរួមមកបង្កើតរដ្ឋា leadership គឺក្នុងបុព្វហេតុដើម្បីមនុស្សគ្រប់គ្នាគឺសិតតែអាចក្លាយជាអ្នកដឹកនាំមនុស្សគ្រប់គ្នាគឺសិតតែអាចក្លាយជាមនុស្សដ៏អស្ចារ្យអញ្ចឹងតាមរយៈការធ្វើកិច្ចការងារនៅខាងក្រៅនៅសាកលវិទ្យាល័យក៏ដូចជានៅរដ្ឋា leadership នេះយើងបានរកឃើញថាភាពជាអ្នកដឹកនាំហ្នឹងគឺវាមានភាពតក្កលាខ្លាំងមែនទែនរវាងគ្រូនិងអ្នកដឹកនាំដែលមនុស្សជាតិរបស់យើងគឺគ្រប់គ្នាគឺសិតតែមានជីវិតដែលពាក់ព័ន្ធទៅនឹងគ្រូហើយនិងអ្នកដឹកនាំអញ្ចឹងបើសិនជាយើងចាប់ផ្ដើមលើកកិច្ចពិភាក្សានេះហាក់ដូចជាផ្ដល់នៅចម្លើយដើម្បីបុព្វហេតុមនុស្សគ្រប់គ្នាអាចក្លាយជាអ្នកដឹកនាំហ្នឹងគឺពិតជាអាចរកឃើញតាមរយៈគ្រូនិងអ្នកដឹកនាំជាពិសេសគឺគ្រូតែម្ដងយើងដឹងហើយជីវិតរបស់មនុស្សយើងកើតមកគឺដំបូងគេគឺយើងមានការដឹកនាំដោយឪពុកម្ដាយបន្ទាប់មកគឺយើងទៅសាលារៀនគឺត្រូវដឹកនាំបានដោយគ្រូហើយបន្ទាប់មកបានយើងចេញទៅធ្វើការដែលដឹកនាំដោយស្ថាប័នឬក៏អ្នកដឹកនាំខាងក្រៅបាទអញ្ចឹងក្នុងរយៈពេលនៃជីវិតរបស់យើងហ្នឹងអាចនិយាយបានថាគ្រូគឺជាអ្នកដែលកំណត់ស្ទើរតែជោគវាសនារបស់យើងទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើងសិក្សាស្វែងយល់ទៅយើងឃើញថាគ្រូនិងអ្នកដឹកនាំនេះគឺមានភាពបដិកលានិងតាក់ទងគ្នាខ្លាំងមែនទែនហើយនិយាយខ្លីថាឲ្យតែយើងយល់ពីពាក្យថាគ្រូគឺយើងអាចជួយមនុស្សគ្រប់គ្នាឲ្យក្លាយជាអ្នកដឹកនាំបានទើបយើងលើកប្រធានបទនេះយកមកជជែកបាទអរគុណលោកគ្រូសម្រាប់ការដែលបង្ហាញពីគេហៅថាបុព្វហេតុហេតុអីបានធ្វើសុកធ្វើកម្មវិធីស្ដីពីគ្រូនិងអ្នកណែនាំឬក៏កិច្ចពិភាក្សាស្ដីពីគ្រូនិងអ្នកណែនាំអញ្ចឹងតាមរយៈអ្វីដែលលោកគ្រូលើកឡើងវាមានភាពបដិកលាគ្នាដោយសារតែមនុស្សយើងវាតាំងពីកើតមកមានន័យថាគឺមានឪពុកម្ដាយបន្ទាប់មកមានគ្រូបន្ទាប់មកគឺមានអ្នកដឹកនាំប៉ុន្តែនៅក្នុងជ្រុងដែលយើងពិភាក្សានេះគឺជជែកផ្ដោតសំខាន់គឺគ្រូនិងអ្នកដឹកនាំបាទនេះគឺជាបុព្វហេតុខ្លះហើយសម្រាប់បងចេត្រាមានអីដែលគេថាជាចំណាប់អារម្មណ៍មានន័យថាពេលដែលលើកពាក្យថាគ្រូនិងអ្នកដឹកនាំដែលយើងលើកប្រធានបទនឹងមកតើបងមានចំណាប់អារម្មណ៍ឬក៏មានការគិតយ៉ាងម៉េចដែរមកចាក្នុងន័យនេះគឺខ្ញុំពិតជាមានភាពសំខាន់មែនតើភាពជាអ្នកដឹកនាំព្រោះថាមនុស្សម្នាក់តែងតែចង់ឲ្យខ្លួនឯងក៏ដូចជាជីវិតគ្រួសារភាពជាអ្នកដឹកនាំមិនមែនត្រឹមតែជាបុគ្គលម្នាក់ទេក្នុងភាពជាអ្នកដឹកនាំក៏ដូចជាគ្រួសារក៏ត្រូវការមានគ្រូមនុស្សយើងកើតមកគឺឪពុកម្ដាយជាអ្នកដឹកនាំជាអ្នកបង្រៀននៅពេលដែលយើងគ្រប់អាយុចូលសាលាយើងក៏បានចូលសាលាការអប់រំពីគ្រូអញ្ចឹងក្នុងប្រធានបទគ្រូនិងភាពជាអ្នកដឹកនាំគឺបដិកលាគ្នាគឺអត់អាចខ្វះគ្នាបានទេដោយសារតែក្នុងមនុស្សម្នាក់ត្រូវតែមានការអប់រំត្រូវតែមានភាពជាអ្នកដឹកនាំពីឪពុកម្ដាយអញ្ចឹងនៅក្នុងប្រធានបទនេះគឺពិតជាសំខាន់សម្រាប់បងប្អូនប្រជាជនកម្ពុជាយើងមែនតើព្រោះថាជាធម្មតាយើងតែងតែគិតថាមនុស្សម្នាក់សិតតែអាចដឹកនាំបានតែធៀបពិតគឺត្រូវការក្បួនខ្នាតពីគ្រូពីឪពុកម្ដាយពីគ្រួសារអញ្ចឹងគឺពិតជាសំខាន់មែនតើនៅក្នុងភាពជាអ្នកដឹកនាំនិងជាគ្រូនេះហើយអ្វីដែលពិសេសមួយទៀតនោះលោកគ្រូបានបង្កើតកម្មវិធីនេះមកគឺដើម្បីស្រាយថាហេតុអ្វីបានមនុស្សម្នាក់ត្រូវមានភាពជាអ្នកដឹកនាំសំខាន់មិនថាយើងជាបុគ្គលិកមិនថាយើងជាអ្វីទេនៅពេលណាដែលយើងមានភាពជាអ្នកដឹកនាំយើងអាចដឹកនាំខ្លួនឯងបានទៅធ្វើការនៅក្នុងស្ថាប័នមួយដើម្បីរីកចម្រើនហើយក៏ដូចជាយើងទទួលបានបទពិសោធន៍យកទៅបង្រៀនបន្តបន្ថែមទៀតអញ្ចឹងក្នុងភាពជាអ្នកដឹកនាំក្រោយពីខ្ញុំបានឆ្លងកាត់នៅវគ្គ GA ក៏ខ្ញុំឃើញថាគឺពិតជាសំខាន់លោកគ្រូបានបង្កើតវគ្គនេះមកគឺពិតជាសំខាន់សម្រាប់មនុស្សគ្រប់គ្នាមិនថាជីវិតរស់នៅប្រចាំថ្ងៃគ្រួសារចូលរួមក្នុងសង្គមនៅពេលមនុស្សម្នាក់មានភាពជាអ្នកដឹកនាំមានគ្រូបង្ហាត់បង្ហាញគឺងាយជាងដែលយើងដើរទៅដោយអត់ដឹងអត់យល់អញ្ចឹងនេះពិតជាសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាក៏ដូចជាកម្មវិធីនេះខ្ញុំគិតថាវាពិតជាសំខាន់មែនតើអូខេបងអរគុណច្រើនសម្រាប់ការចាប់អារម្មណ៍ប៉ុន្តែសូមបន្ថែមទៅលើបុព្វហេតុបន្តិចដោយសារតែយើងធ្វើអីមួយបើសិនជាយើងមានបុព្វហេតុច្បាស់លាស់អាហ្នឹងគឺយើងធ្វើដំណើរទៅដោយយើងមិនសពេចសពិលទេអញ្ចឹងចង់ឲ្យលោកគ្រូបន្ថែមទៅលើរឿងបុព្វហេតុហ្នឹងបន្តិចតើហេតុអីបានយើងចាំបាច់ត្រូវតែជជែកពាក្យថាគ្រូនិងអ្នកដឹកនាំហ្នឹងតើវាមានហេតុអីដែលចាំបាច់ឲ្យមនុស្សត្រូវតែស្ដាប់ពីគ្រូនិងអ្នកដឹកនាំហ្នឹងបាទ
បាទតាមពិតមានរឿងហេតុច្រើនដែលយើងគិតថាមនុស្សជាតិពេលដែលយើងសិក្សាស្រាវជ្រាវយើងជាពិសេសនៅក្នុងបេសកកម្មរបស់រដ្ឋាភិបាល leadership គឺដើម្បីមនុស្សគ្រប់គ្នាគឺសិតតែអាចក្លាយជាអ្នកដឹកនាំតែនៅពេលដែលយើងពិចារណានឹងឬក៏យើងពិនិត្យមើលឲ្យស៊ីជម្រៅមានន័យថាមនុស្សណាក៏ចង់ក្លាយជាអ្នកដឹកនាំតែអ្វីដែលសំខាន់ក៏ដឹងធ្វើមិនបាទប៉ុន្តែពេលដែលយើងរកឃើញថាភាពជាអ្នកដឹកនាំគឺអាចសិក្សាស្រាវជ្រាវបានអាចបង្កើតបានអញ្ចឹងបើសិនជាយើងមានគ្រូជាអ្នកធ្វើការបណ្ដុះបណ្ដាលធ្វើការបង្វឹកឬក៏ធ្វើការបង្ហាត់ជាពិសេសបើយើងមានគ្រូភាពជាអ្នកដឹកនាំហ្នឹងយើងជឿថាមនុស្សគ្រប់គ្នាគឺពិតជានឹងអាចក្លាយជាអ្នកដឹកនាំយើងដឹងហើយថាអ្វីដែលមិនចេះគឺឲ្យតែមានគ្រូគឺអាចបង្រៀនចេះបានជាងនឹងទៅទៀតយើងក៏រកឃើញថាជីវិតមនុស្សគឺវាមានភាពបតៈក្លាគ្នាខ្លាំងមែនទែនជាមួយនឹងជីវិតជាខ្លួនឯងនិងគ្រូមនុស្សជាតិនឹងមានសំណាងបើសិនជាកើតមកបានជួបគ្រូអស្ចារ្យយើងសិក្សាយើងរកឃើញថាបើគ្រូអស្ចារ្យគឺមនុស្សជាតិអស្ចារ្យបាទបើសិនជាយើងមានគ្រូភាពជាអ្នកដឹកនាំដ៏អស្ចារ្យនោះយើងនឹងអាចជួយឲ្យមនុស្សជាតិកើតមកនឹងក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យជាងនឹងទៅទៀតនៅពេលដែលគ្រូបង្រៀនមនុស្សមកគឺគាត់មិនហើយចង់ឲ្យមនុស្សនឹងក្លាយទៅជាមនុស្សអន់ឬក៏ខ្ញុំគេឬក៏គ្រាន់តែជាអ្នកបម្រើគេទេគឺតែងតែចង់ឲ្យខ្ពង់ខ្ពស់ចង់ឲ្យក្លាយទៅជាមនុស្សដ៏អស្ចារ្យឬក៏ជាអ្នកដឹកនាំតែម្ដងអញ្ចឹងនៅពេលដែលគ្រូបណ្ដុះបណ្ដាលមនុស្សបណ្ដុះបណ្ដាលកូនសិស្សហើយអញ្ចឹងកូនសិស្សធ្វើការអភិវឌ្ឍអីទៅចូលក្នុងសង្គមការងារគឺនឹងអាចក្លាយជាអ្នកដឹកនាំអញ្ចឹងបើសិនជាគាត់អាចក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យនោះយើងនឹងរកឃើញថាមនុស្សជាតិក៏អស្ចារ្យដែរពីព្រោះមនុស្សជាតិហ្នឹងគឺវាមានជីវិតតាក់គ្នាខ្លាំងរវាងគ្រូនិងអ្នកដឹកនាំបាទអញ្ចឹងបើគ្រូអស្ចារ្យគឺស្មើនឹងមនុស្សជាតិអស្ចារ្យនៅពេលដែលអ្នកដឹកនាំអស្ចារ្យក៏អាចជួយធ្វើឲ្យមនុស្សជាតិនឹងអស្ចារ្យដែរយើងដឹងហើយមានន័យថាអ្នកដឹកនាំអាចមាន2ពាក់ព័ន្ធនឹងជីវិតរបស់មនុស្សគឺទី1អ្នកដឹកនាំដំបូងគឺក្នុងគ្រួសារដែលយើងមានឪពុកម្ដាយហើយនៅអ្នកដឹកនាំទី2ហ្នឹងគឺអាចថានៅក្រៅគ្រួសារអញ្ចឹងអ្នកក្រៅគ្រួសារយើងអាចថានៅក្នុងកន្លែងសង្គមការងារឬក៏ស្ថាប័នអញ្ចឹងជីវិតរបស់មនុស្សវាតកតូននឹងគ្រូនិងអ្នកដឹកនាំអញ្ចឹងយើងរកឃើញថាបើសិនជាយើងបើកចំហទៅលើតកតូននឹងភាពជាគ្រូឬក៏គ្រូនិងអ្នកដឹកនាំនេះនឹងអាចជួយមនុស្សជាតិឲ្យក្លាយទៅជាមនុស្សអស្ចារ្យក៏ដូចជាជួយមនុស្សជាតិឲ្យក្លាយជាអ្នកដឹកនាំគ្រប់គ្នាបាទអរគុណលោកគ្រូសម្រាប់គេថាមានហេតុផលបន្ថែមដើម្បីឲ្យអ្នកដែលស្ដាប់ហ្នឹងគាត់បានយល់ថាហេតុអីបានយើងត្រូវទៅជែកអំពីគ្រូនិងអ្នកដឹកនាំអញ្ចឹងបើតាមអ្វីដែលលោកគ្រូបាននិយាយគឺវាតាក់ទងគ្នាខ្លាំងតាក់ទងថាជីវិតរបស់មនុស្សបើសិនជាចង់ឲ្យខ្លាចទៅជាអស្ចារ្យគឺឆ្លងកាត់តាមរយៈពាក្យថាគ្រូហ្នឹងគឺគ្រូគឺធ្វើឲ្យមនុស្សអស្ចារ្យហើយអ្នកដឹកនាំក៏អាចធ្វើឲ្យមនុស្សអស្ចារ្យបានដែរអញ្ចឹងពីបងវិញតើបងមានន័យថាចាប់អារម្មណ៍អីដែរពីមូលហេតុហ្នឹងថាបើសិនជាបងជាគ្រូវិញទម្ងន់ប៉ុណ្ណឹងតើបងអាចយល់ថាវាមានភាពអស្ចារ្យទេដែរគ្រូម្នាក់អាចធ្វើឲ្យមនុស្សអស្ចារ្យហ្នឹងអាចទេបើសិនជាក្នុងការគិតថាគ្រូគឺជាអ្នកដែលធ្វើឲ្យមនុស្សអស្ចារ្យតែក្នុងការគិតរបស់បងអាចអត់ចាចំពោះក្នុងន័យនេះខ្ញុំគិតថាអាចដោយសារតែហេតុអីបងមូលហេតុទី1គឺគ្រូជាអ្នកនាំផ្លូវជាអ្នកបង្ហាត់បង្ហាញឲ្យគាត់មានគោលដៅជីវិតរបស់គាត់អញ្ចឹងដូចបានដឹងហើយថាបន្ទាប់ពីឪពុកម្ដាយទៅគឺគ្រូហើយអញ្ចឹងបើគ្រូអស្ចារ្យប្រកាសណាស់ថាកូនសិស្សរបស់គាត់នឹងបង្រៀនឲ្យខ្លាយទៅជាធនធានមនុស្សក៏ដូចជាអាចបង្ហាត់បង្ហាញគាត់ឲ្យដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯងអញ្ចឹងភាពអស្ចារ្យគឺវាអាស្រ័យទៅលើការមានអ្នកដឹកនាំអត់អាចអ្នកណាម្នាក់ដែលមានភាពជាអ្នកដឹកនាំដែលអ្នកណាម្នាក់ដែលប្រកែដោយមិនមានគ្រូទេព្រោះថាបងអាចលើកឧទាហរណ៍បានទេឧទាហរណ៍ថាបើសិនជាយើងចង់ធ្វើអ្វីមួយប៉ុន្តែយើងអត់មានគ្រូយើងធ្វើទាំងសពិចសពិលអញ្ចឹងយើងសាកសម័យមើលតើយើងអាចដើរទៅដល់គោលដៅនឹងអត់នៅពេលណាដែលយើងចង់ឲ្យជីវិតយើងអស្ចារ្យយើងត្រូវតែរកគ្រូអស្ចារ្យដើម្បីឲ្យខ្លួនយើងនឹងទៅកន្លែងដែលយើងចង់ទៅ
កន្លែងដែលយើងទៅបានលុះត្រាតែមានអ្នកនាំផ្លូវអ្នកបង្ហាត់បង្ហាញយើងអត់អាចទៅទាំងឧទាហរណ៍ថាបើយើងចង់ទៅណាមួយតែយើងអត់ដឹងផ្លូវទៅផ្លូវមកគឺយើងទៅទាំងស្មានតែគ្រូប្រៀបបានដូចជាផ្លូវនាំយើងទៅរកមិនថាក្តីសុខសុភមង្គលឬក៏អ្វីផ្សេងដែលគាត់ចង់ហ្នឹងទេអញ្ចឹងមានន័យថាមនុស្សអាចធ្វើអ្វីមួយបានវាតើតែមានគ្រូអញ្ចឹងបើអត់មានគ្រូតែគាត់ធ្វើបានអត់អាចនិយាយបានថាដោយបុគ្គលបើសិនជាគាត់ជាមនុស្សម្នាក់ដែរស្រាវជ្រាវច្រើនអាចថាទៅយូរឬឆាប់ប៉ុន្តែបើមានគ្រូគឺវាលឿនហើយឃើញគោលដៅច្បាស់ជាងអញ្ចឹងពាក្យថាគ្រូសម្រាប់ខ្ញុំក្នុងន័យនេះខ្ញុំផ្ដោតសំខាន់ឬក៏ចាប់អារម្មណ៍ខ្លាំងហ្នឹងនៅពេលដែលយើងមានគ្រូមនុស្សម្នាក់តែងតែមានបញ្ហាតែងតែមានអ្វីដែលយើងជាប់សោប៉ុន្តែនៅពេលដែលយើងមានគ្រូប្រៀបបានដូចយើងមានសោសម្រាប់ចាក់ឲ្យយើងហ្នឹងបើឃើញនៅអ្វីដែលយើងចង់ហ្នឹងអញ្ចឹងមានថាជាសរុបរួមគឺបងយល់ថាបើសិនជាមនុស្សម្នាក់គាត់ចង់អស្ចារ្យគឺតើតែមានគ្រូបង្រៀនបើសិនជាអត់មានគ្រូបង្ហាញផ្លូវបរិញ្ញាទេគាត់អាចដែរប៉ុន្តែវាមិនងាយជាងមានគ្រូបង្ហាញផ្លូវអូខេនៃខ្ញុំគឺយកកន្លែងនេះហើយមួយវិញទៀតខ្ញុំក៏ចង់ឲ្យលោកគ្រូបង្ហាញពីថាតើភាពជាអ្នកដឹកនាំនឹងឪពុកម្ដាយវាពាក់ព័ន្ធគ្នាយ៉ាងម៉េចចង់ឲ្យលោកគ្រូលើកប្រធានបទនេះដើម្បីមកបង្ហាញបន្ថែមទៀតព្រោះពាក្យច្រើនគាត់តែងនិយាយថាភាពជាអ្នកដឹកនាំតើតអ្នកដឹកនាំស្ថាប័នតើតអ្នកធ្វើកិច្ចការអីផ្សេងតែគាត់អត់ដឹងថាភាពជាអ្នកដឹកនាំឪពុកម្ដាយវាសំខាន់កម្រិតណាអញ្ចឹងសូមជួយលោកគ្រូជួយមុននឹងលោកគ្រូឆ្លើយសំណួរនេះយើងកុំតន់អាចចាក់ឆ្ងាយពីពាក្យថាគ្រូអញ្ចឹងចង់ឲ្យមកដំណាក់កាលនេះគឺយើងនិយាយអំពីពាក្យថាគ្រូសិនមានថានៅក្នុងនិយមន័យពាក្យថាគ្រូហ្នឹងលោកគ្រូឲ្យតម្លៃគ្រូហ្នឹងវាស្មើនឹងយ៉ាងម៉េចដែរនិយមន័យបាទតាមពិតពាក្យថាគ្រូយើងអាចមាននិយមន័យច្រើនទៅតាមការដែលកំណត់អាចនិយាយថាគ្រូគឺបង្ហាញពីអ្នកដែលចេះដឹងមានអាជីពជាអ្នកបង្រៀនមានន័យថាបើសិនជាយើងភាសាអង់គ្លេសមានន័យថាគ្រូគឺស្មើនឹង teacher គឺស្មើនឹង teach បូកនឹងគឺនិយាយមែនទែនគឺអ្នកបង្រៀនអញ្ចឹងអាចនិយាយបានថាគ្រូនឹងគឺជាអ្នកបង្រៀនមនុស្សស្អីជាគោលដៅឬក៏ជារឿងសំខាន់សម្រាប់នៅក្នុងវិស័យអប់រំឬក៏បង្រៀនមនុស្សដែលសំខាន់ហ្នឹងគឺទៅលើចំណេះដឹងនិងសីលធម៌អញ្ចឹងនៅពេលដែលមនុស្សមានចំណេះដឹងបូកនឹងមនុស្សដែលមានសីលធម៌អាចបង្រៀនអ្នកដទៃឲ្យមានចំណេះដឹងនិងសីលធម៌បានគេចាត់ទុកជាគ្រូមួយទៀតដែរអាចនិយាយបានថាគ្រូបើសិនជាយើងនិយាយនៃធម្មតានរណាក៏អាចក្លាយជាគ្រូដែរទោះបីជាគាត់មិនមែនមានសញ្ញាបត្រជាគ្រូតែក៏គេអាចហៅគាត់ជាគ្រូឬក៏លោកគ្រូឬក៏អ្នកគ្រូបានប្រសិនបើគាត់ជាមនុស្សបកែហើយចេះអ្វីមួយដែលប្រកបអាចទៅបង្ហាត់បង្ហាញអ្នកដទៃបានអាចទៅពយល់នាំអ្នកដទៃឲ្យចេះធ្វើអ្វីមួយបានក៏យើងអាចហៅគ្រូដែរជាពិសេសនៅពេលដែលយើងខាងសុខភាពខាងជំងឺថនតែមានអ្នកឯកទេសមួយដែលអាចជួយព្យាបាលជំងឺមនុស្សបានក៏គេអាចហៅថាគ្រូពេទ្យដែរអញ្ចឹងគ្រូផ្សេងទៀតក៏វាមានភាពអាចនិយាយថាគ្រូនឹងមានអត្ថន័យច្រើនតែសម្រាប់ខ្ញុំពេលដែលយើងសិក្សាស្រាវជ្រាវម្ដងថ្ងៃនេះអាចថាគ្រូមានតំណាងនៃនិមិត្តរូបពីរដែលសំខាន់គឺមនុស្សល្អហើយមានសមត្ថភាពបាទអញ្ចឹងនរណាក៏ដោយឲ្យតែជាមនុស្សល្អហើយមានសមត្ថភាពជួយបង្រៀនមនុស្សឬក៏អ្នកដទៃឲ្យក្លាយជាមនុស្សល្អជួយបង្រៀនអ្នកដទៃឲ្យក្លាយជាមនុស្សមានសមត្ថភាពខ្ញុំចាត់ទុកថាជាគ្រូអញ្ចឹងគ្រូគឺជាតំណាងនៃមនុស្សល្អហើយមានសមត្ថភាពហើយយើងជឿថាភាពជាអ្នកដឹកនាំក៏តាក់ទងនឹងពាក្យពីរម៉ាត់នេះសំខាន់ដែរអញ្ចឹងបានយើងលើកកម្មវិធីគ្រូនិងអ្នកដឹកនាំហ្នឹងពេលដែលយើងរកឃើញគ្រូថាជាគំរូគ្រូគឺជាមនុស្សបកែចេះប្រកបគ្រូគឺជាអ្នកដែលអាចបង្រៀនអ្នកដទៃឲ្យមានចំណេះដឹងនិងសីលធម៌ជាពិសេសគ្រូគឺជាមនុស្សល្អហើយមានសមត្ថភាពហ្នឹងគ្រប់ពាក្យទាំងអស់ហ្នឹងគឺសុទ្ធតែអាចជួយមនុស្សឲ្យក្លាយជាអ្នកដឹកនាំបានបាទអរគុណលោកគ្រូហើយសូមទៅមកសំណួរទៀតវានៅតាក់ទងនឹងគ្រូនឹងដែរវាដោយសារតែពាក្យថាគ្រូនេះវាដូចជាមានទម្ងន់ខ្លាំងមែនទែនមនុស្សជាតិនេះបើយើងនិយាយអំពីការពីមុនមកក៏ដោយក៏វាត្រូវតាក់ទងជាមួយនឹងគ្រូដែរបើយើងនិយាយអំពីថាអ្នកដឹកនាំកាលពីមុនគឺគេឲ្យតម្លៃទៅលើสิ่ងស្ដេច
ឲ្យតម្លៃទៅលើកូនស្ដេចដែលត្រូវដឹកនាំបន្តពីព្រះបិតាឬក៏អីចឹងទៅអញ្ចឹងកូនរបស់គេនោះគឺគេបំពាក់ឲ្យមានគ្រូនឹងខ្លាំងអញ្ចឹងថាតើលោកគ្រូរកឃើញគេហៅថាអ្នកដឹកនាំមួយណាដែលអាចខ្លាយទៅជាអ្នកដឹកនាំដ៏អស្ចារ្យដែលតាមរយៈគ្រូនេះដែលគាត់មុននឹងខ្លាយទៅជាអ្នកដឹកនាំដ៏អស្ចារ្យហ្នឹងគាត់មានគ្រូនៅពីក្រោយតើលោកគ្រូរកឃើញអ្នកដឹកនាំប្រភេទដែលមានគ្រូជួយពីក្រោយហ្នឹងអ្នកណាខ្លះដែរបើយើងនិយាយពាក់ព័ន្ធនឹងរឿងនៅក្នុងពិភពលោកគឺមិនខ្វះទេអ្នកដែលមនុស្សអស្ចារ្យហើយមានគ្រូដែលជាអ្នកគាំទ្រឬក៏ជួយបង្ហាត់ឬក៏បង្ហាញហ្នឹងទើបគាត់ខ្លាយទៅជាមនុស្សដ៏អស្ចារ្យតែក្នុងនោះយើងអាចដឹងហើយថាមនុស្សជាតិកើតមកសូម្បីតែនិយាយមិនចេះនិយាយផងបាទសឹងថាតំណែងទំនងគ្នាគឺអត់ចេះទេមានឪពុកម្ដាយជាអ្នកដែលជួយបង្ហាត់បង្ហាញនិយាយតាំងពីពាក្យប៉ាម៉ាក់អ៊ំមីងរបស់នេះរបស់នោះអញ្ចឹងក៏គេនិយាយដែរថាឪពុកម្ដាយហ្នឹងគឺជាគ្រូដើមគឺជាគ្រូដំបូងដែលជួយបង្រៀនកូនបង្រៀនមនុស្សដែលមនុស្សកើតមកដំបូងគេហ្នឹងគឺត្រូវបានឪពុកម្ដាយជាអ្នកដែលបង្ហាត់បង្ហាញអញ្ចឹងបើសិនជាឪពុកម្ដាយហ្នឹងគាត់យ៉ាងណាភាគច្រើនហ្នឹងគឺកូនយ៉ាងហ្នឹងពីព្រោះមនុស្សរៀនទាំងពីអ្វីដែលឪពុកម្ដាយបង្រៀនផ្ទាល់និងអ្វីដែលឪពុកម្ដាយបង្រៀនដោយប្រយោលអញ្ចឹងមានន័យថាពាក់ព័ន្ធនឹងគ្រូនេះគឺសឹងថាពាក់ព័ន្ធនឹងមនុស្សជាតិនឹងតែម្ដងដែលមនុស្សមិនអាចចេះអ្វីបានទេប្រសិនបើអ្នកអត់មានអ្នកបង្ហាត់បង្ហាញឬក៏បង្រៀនជាងនឹងទៅទៀតដូចលោកបញ្ញានិយាយមិញគឺនៅពេលដែលជំនាន់មុនគឺដឹកនាំដោយស្ដេចអញ្ចឹងពេលដែលស្ដេចកើតមកគឺតែងតែមានវាសនាឬក៏មានអនាគតអាចក្លាយជាអ្នកដឹកនាំអញ្ចឹងគេតែងតែអញ្ជើញគ្រូដែលពូកែគ្រូដែលល្បីគ្រូដែលអស្ចារ្យពីទូទាំងប្រទេសឬក៏ពីទូទាំងពិភពលោកមកបង្ហាត់បង្ហាញកូនឬក៏កូនស្ដេចហ្នឹងដើម្បីឲ្យត្រៀមលក្ខណៈសម្បត្តិធ្វើជាស្ដេចផែនដីឬក៏ជាអ្នកដឹកនាំប្រទេសឬក៏នគរតែម្ដងអញ្ចឹងក្នុងហ្នឹងគឺបើយើងសិក្សាមានរាប់មិនអស់ទេមានន័យថាមនុស្សម្នាក់មុននឹងល្បីមុននឹងចេះមុននឹងប្រកែហ្នឹងវាតែងតែមានគ្រូផ្សេងដែលជួយបង្ហាត់បង្ហាញនិយាយមែនតើទៅមនុស្សដែលចេះអីសប្តាហ៍ថ្ងៃនេះគឺអត់អាចចេះដោយខ្លួនឯងម្នាក់ឯងទាំងអស់ទេគឺតែងតែរៀនសូត្រពីគ្នាទៅវិញទៅមកតាមរយៈមនុស្សដែលរៀនហ្នឹងតាមរយៈជួបផ្ទាល់ឬក៏គ្រូមួយទៀតតាមរយៈជាសិភៅតាមរយៈជាគេហៅសិលាចារឹកឬក៏សាស្ត្រាដែលគេសរសេរចងក្រងហ្នឹងសិភៅសិលាចារឹកឬក៏អីទាំងអស់ហ្នឹងក៏គេចាត់ទុកដូចជាគ្រូដែរគាត់ក៏បង្ហាត់បង្ហាញមនុស្សដែរតែគេត្រង់ថាគ្រូដែលវាអត់ចេះនិយាយមួយទៀតគ្រូដែលចេះនិយាយអញ្ចឹងសំបីតែនៅក្នុងចំណន់ប្រពុតយើងហ្នឹងក៏ព្រះអង្គមុននឹងคล้ายទៅជាអ្នកត្រាស់ដឹងហ្នឹងលោកក៏ទទួលបានការរៀនសូត្រទាំងគេហៅសម័យមុនគឺយកចិត្តនិយាយអក្សរសាស្ត្រនិងវិជ្ជាគុណបាទអញ្ចឹងព្រះពុទ្ធក៏រៀនតកតូននឹងអក្សរសាស្ត្រតកតូននឹងសិលធម៌តកតូននឹងរបៀបដឹកនាំប្រទេសដឹកនាំនគរឬក៏ធ្វើម៉េចដើម្បីឲ្យខ្លួនឯងคล้ายទៅជាស្ដេចដ៏អស្ចារ្យហ្នឹងគឺក៏ទទួលបានការរៀនសូត្រគេហៅទៅលើក្បួនខ្នាតឬក៏គម្ពីរឬក៏ការចេះដឹងហ្នឹងសរសាស្ត្រហ្នឹងច្រើនណាស់ដែលពីមនុស្សកម្ពុជាបាទមិនត្រឹមតែប៉ុណ្្នឹងលោកក៏រៀនទៅលើគេហៅក្បាច់គុណគេហៅចំណន់ដើមគឺគេត្រូវការសរសាស្ត្រនៅក្បាច់គុណអញ្ចឹងក្បាច់គុណឬក៏វិជ្ជាគុណផ្សេងហ្នឹងគឺច្រើនមែនតើអញ្ចឹងបានធ្វើឲ្យចំណន់ដែលស្ដេចហ្នឹងគឺតែងតែមានគ្រូដែលខ្លាំងបង្រៀនមនុស្សហ្នឹងឲ្យទៅធ្វើជាស្ដេចឲ្យទៅធ្វើជាអ្នកខ្លាំងដល់គេយកអ្នកខ្លាំងបំផុតនៅក្នុងនគរឬក៏នៅក្នុងប្រទេសហ្នឹងឲ្យទៅបង្រៀនកូនស្ដេចអីតែម្ដងអញ្ចឹងក៏មានវាសនាដែលឲ្យមនុស្សហ្នឹងคล้ายទៅជាស្ដេចមិនមកដល់កើតមកចេះខ្លួនឯងទៅធ្វើជាស្ដេចទេគឺតែងតែមានគ្រូដែលពាក់ព័ន្ធបកាយឬក៏ល្បីនឹងច្រើនណាទៅបង្រៀនហើយនៅក្នុងហ្នឹងដែលមនុស្សជាតិរបស់យើងម្ដងថ្ងៃនេះក៏យើងទទួលបានការរៀនសូត្រពីកម្ពុជាមនុស្សនឹងជាច្រើនដែលយើងគិតថាម្ដងថ្ងៃនេះយើងមានកម្ពុជាអ្នកដឹកនាំ
សាសនាឬក៏ជាអ្នកដែលស្ថាបនិកនៃការចេះដឹងហ្នឹងគឺយើងអាចថាតួយ៉ាងដូចជាព្រះពុទ្ធអីចឹងពួកយើងរៀនសូត្រសឹងតែលោកស្លាប់ទៅវិញហើយក៏នៅតែយើងចាត់ទុកបរមគ្រូដ៏អស្ចារ្យដែលយើងរៀនសូត្រទី2ដូចជាព្រះយេស៊ូវគ្រីស្ទដែលមនុស្សរៀនបន់ស្រន់ឬក៏ព្រះមហាម៉ាត់ព្រះអាឡាយហ្នឹងគឺសុទ្ធតែជាកំពូលមនុស្សដែលមានងារឬក៏អភិវឌ្ឍខ្លួនឯងខ្ពង់ខ្ពស់ទៅក៏คล้ายទៅជាគេហៅរហូតដល់គេគោរពរហូតដល់ទៅជាព្រះទៅទៀតអញ្ចឹងមានទាំងព្រះពុទ្ធព្រះគ្រិស្តឬក៏ព្រះមហាម៉ាត់ឬក៏ព្រះអាឡាហ្នឹងបន្ទាប់មកវាមានបុគ្គលផ្សេងទៀតនៅលើលោកហ្នឹងដែលបានคล้ายទៅជាបុគ្គលដែលឧត្តមខ្ពង់ខ្ពស់គេហៅគ្រូហ្នឹងដូចជាសូក្រាត ដូចជាអេរីស្តូតដូចជាផ្លាតុងក៏ដូចជានៅចិនដូចជាឡាវជឺដូចជាខុងជឺហ្នឹងគឺសុទ្ធតែជាមនុស្សដែលមានងារកម្ពូលចេះដឹងខ្ពស់ចេះដឹងដ៏អស្ចារ្យហើយក៏គេគ្រប់ខ្លាយទៅជាគ្រូហើយអាចថានៅពីក្រោយដែលបានជួយមនុស្សជាតិហ្នឹងឲ្យកសាងពិភពលោកយើងដូចបច្ចុប្បន្នហ្នឹងបានបាទអរគុណលោកគ្រូតកតងជាមួយនឹងរឿងគ្រូនេះតាមអ្វីដែលលោកគ្រូបង្ហាញហ្នឹងវាមានរឿងច្រើនដែលមនុស្សយើងអស្ចារ្យឬមិនអស្ចារ្យមានវាសនាទៅជាបែបណាហ្នឹងភាគច្រើនបំផុតវាអាចថាគឺដោយសារតែគ្រូបង្ហាត់បង្ហាញផ្លូវទៅបើសិនជាមានគ្រូដែលពូកែមានគ្រូដែលខ្លាំងចាំជួយរុញច្រានមនុស្សហ្នឹងគឺនឹងអាចមានភាគរយច្រើនខ្លាចទៅជាមនុស្សអស្ចារ្យដូចលោកគ្រូលើកអំពីដោយប្រយោលចុះថាមនុស្សយើងនេះគឺទទួលបានឥទ្ធិពលច្រើនពីព្រះពុទ្ធពីយេស៊ូវគ្រីស្ទនិងព្រះផ្សេងនៅក្នុងពិភពលោករបស់យើងប៉ុន្តែឥឡូវងាកទៅបងជាត្រាវិញនៅក្នុងបទពិសោធន៍ផ្ទាល់តើបងធ្លាប់ទទួលបានគេហៅថាមេរៀនស្អីខ្លះដែលទទួលបានពីគ្រូអត់តាំងពីបងកើតមកតើមេរៀនល្អអីខ្លះដែលបងធ្លាប់ទទួលបានពីគ្រូរបស់បងនៅក្នុងបទពិសោធន៍ចាសម្រាប់ក្នុងបទពិសោធន៍ខ្ញុំពីក្មេងដឹងក្តីមកគឺយើងចូលសាលាអញ្ចឹងដល់ពេលណាដែលយើងចូលសាលាទី1គឺយើងចេះសិលធម៌គឺសំខាន់សម្រាប់ក្នុងសារជាតិយើងជាមនុស្សអញ្ចឹងដល់ពេលណាដែលយើងនៅជាមួយឪពុកម្ដាយយើងអត់ទាន់ចូលសាលាគឺយើងអត់ទាន់មានមិត្តភ័ក្តិអត់ទាន់មានគ្នាទេប៉ុន្តែដល់ពេលណាដែលយើងចូលសាលាគឺយើងមានគ្រូដែលបង្ហាត់បង្ហាញទាំងការរស់នៅមានសិលធម៌សុជីវធម៌នៅក្នុងជីវិតអញ្ចឹងនេះគឺយើងទទួលបានពីគ្រូបន្ទាប់មកទៀតគឺយើងទទួលបាននៅចំណេះដឹងនៅពេលណាដែលយើងមានចំណេះដឹងយើងអាចអានអាចស្ដាប់អាចមើលដោយលោកគ្រូលើកឡើងមកហ្នឹងគឺថាពាក្យថាគ្រូមិនមែនចាំបាច់តាតើមានគ្រូមកចង្អុលមកបង្ហាញមកនិយាយតយើងអាចស្រាវជ្រាវបាននៅក្នុងប្រព័ន្ធដូចសម័យឥឡូវគឺងាយស្រួលមែនតើប្រព័ន្ធ social media ក្នុងសិភៅហើយក៏ដូចជាបងប្អូនខ្លះប្រហែលជាបានស្គាល់លោកគ្រូហើយទៅតាមមេរៀនលោកគ្រូជាច្រើនដែលគាត់បានដាក់នៅក្នុង YouTube ក៏ដូចជានៅក្នុង page អញ្ចឹងទាំងអស់នេះហើយនៅពេលណាដែលយើងរៀនសូត្រពីដំណាក់កាលមួយហើយយើងយកអាចចំណេះដឹងចេះអក្សរចេះអានចេះស្ដាប់នេះដើម្បីមកស្ដាប់មករៀនខ្លួនយើងហ្នឹងទុកជាផ្លូវមួយសម្រាប់ឲ្យយើងដឹងថាមេរៀនណាល្អមេរៀនណាអត់ល្អសម្រាប់ខ្ញុំតែងតែគិតថានៅពេលណាដែលយើងអត់បានស្ដាប់អត់បានរៀនពីគ្រូដែលល្អនៅក្នុងសិភៅនៅក្នុងគ្រូផ្សេងដូចជាលោកគ្រូចុះខ្ញុំចាត់ទុកលោកគ្រូជាគ្រូដែលសារខ្ញុំបានរៀនឆ្លងកាត់មកទៀតអញ្ចឹងអាមេរៀនដែលយើងរៀនពីក្មេងពីដឹងក្តីមកហ្នឹងអាហ្នឹងហើយដែលធ្វើឲ្យយើងជាមនុស្សម្នាក់ដែលចេះគិតចេះរៀនបន្តរហូតចេះអភិវឌ្ឍរហូតដើម្បីឲ្យជីវិតយើងហ្នឹងបានបើកចិត្តទូលាយហើយក៏ដូចជាមានការគិតវិជ្ជមានព្រោះមនុស្សយើងជាច្រើនតែងតែគិតថាឈប់រៀនហើយគឺចប់អត់រៀនអីទៀតទេប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំរៀនខ្ញុំរៀនបានតិចតែខ្ញុំអាចអានបានខ្ញុំស្ដាប់បានខ្ញុំស្រាវជ្រាវក្នុងសភៅនៅពេលដែលខ្ញុំអត់ទាន់បានជួបលោកគ្រូគឺខ្ញុំចូលចិត្តស្ដាប់មេរៀនល្អទាំងអស់នេះហើយវាជួយឲ្យយើងមានទាំងផ្នត់គំនិតការគិតទើបយើងអាចទៅរកទ្រព្យសម្បត្តិអីផ្សេងបានហើយក្រោយពីដែលខ្ញុំមកជួបលោកគ្រូចូលរៀនវគ្គ GA ទៀតវាកាន់តែធ្វើឲ្យយើងហ្នឹងស្គាល់ពីគុណតម្លៃពាក្យថាគ្រូបាទព្រោះថា GA វាមិនមែនត្រឹមតែអាចដឹកនាំខ្លួនឯងទេថែមទាំងមានឆន្ទៈអភិវឌ្ឍដល់អ្នកដទៃទៀតអញ្ចឹងនៅពេលណាដែលយើងជាមនុស្សម្នាក់ដែលរើសគ្រូត្រូវរើសគ្រូដែលយើងអាចគិតថាវាជាផ្លូវមួយសម្រាប់ឲ្យយើងមានក្តីសុខពាក្យថាគ្រូដែលរៀនបានពីគាត់យើងមិនវាស់គ្នានឹងទ្រព្យសម្បត្តិទេតែក្តីសុខក្នុងជីវិតពិតអ
នៅពេលណាដែលយើងអត់មានគ្រូយើងតែងតែមានបញ្ហាប្តីប្រពន្ធអញ្ចឹងនៅពេលណាដែលយើងមានគ្រូម្នាក់ដែលគាត់មានរូបមន្តល្អមានមេរៀនល្អជួយឲ្យយើងមានក្តីសុខសុភមង្គលហើយជីវិតយើងហ្នឹងក៏វាលក្ខណៈថាមានក្តីសុខច្រើនខ្លាំងមែនតើអញ្ចឹងពីដើមឡើយពីក្មេងរហូតដល់សពថ្ងៃនេះការបន្តអភិវឌ្ឍខ្លួនឯងហ្នឹងគឺយើងត្រូវតែបន្តយើងកុំគិតថាចប់ពីសាលាហើយចប់ពីវគ្គ GA ហើយយើងបោះបង់ការរៀនសូត្រនឹងអត់ទេដោយសារតែប្រជាជនយើងភាគច្រើនក៏តែងតែគិតថារៀនចប់ហើយអត់មានអីរៀនទៀតទេប៉ុន្តែជីវិតរស់នៅនេះជាពិសេសប្រទេសជាតិការអភិវឌ្ឍជឿនលឿនអីផ្សេងៗយើងត្រូវការអភិវឌ្ឍខ្លួនយើងទៅតាមនឹងដូចគ្នាដែរបាទបងនិយាយមិញគឺតាក់ទងជាមួយនឹងរឿងវគ្គ GLA អញ្ចឹងវគ្គ GLA នេះគឺយើងដឹងហើយថាជាវគ្គមួយដែលមានលោកគ្រូរដ្ឋាគឺជា trainer ផ្ទាល់អញ្ចឹងតើបងរៀនស្អីបានពីនៅក្នុងវគ្គ GLA ហ្នឹងដែលយើងចង់និយាយថារបស់មួយដែលយើងទទួលបានពីគ្រូហ្នឹងណាជារបស់ដែលយើងចាត់ទុកថាបានអាហ្នឹងមួយគឺវាពិតជាអស្ចារ្យមែនទែនពីវគ្គ GLA ហ្នឹងតើស្អីដែលបងទទួលបាននៅក្នុងវគ្គ GLA ចាក្នុងន័យនេះបើសម្រាប់បងផ្ទាល់ដែលបានរៀនចប់ពីវគ្គ GA ជីវិតទី1គឺគ្រួសារដោយសារតែធម្មតាទេជីវិតគ្រួសារយើងតែងថាជួបហើយមានបញ្ហាអីយើងចេះតែអាញាំអាញើដាក់គ្នាមិនអាចនិយាយបានថាយើងឆ្លោះជាមួយនឹងមនុស្សប៉ុន្តែនៅពេលណាដែលយើងចូលវគ្គ GA យើងលែងឆ្លោះជាមួយមនុស្សហើយគឺយើងឆ្លោះតែជាមួយបញ្ហាទេអញ្ចឹងយើងអាច clear បានហើយធ្វើឲ្យយើងដោះស្រាយបញ្ហាបានលក្ខណៈថា step ដោយយើងមិនបាត់បង្ខំអញ្ចឹងជីវិតប្តីប្រពន្ធជាច្រើនដោយសារតែខ្ញុំក៏ធ្លាប់ឆ្លងកាត់ជីវិតប្តីប្រពន្ធគឺគ្រួសារហ្នឹងវាមិនមែនជារឿងងាយស្រួលអីហ្មងទេបាទប៉ុន្តែនៅពេលណាដែលបានចូលវគ្គ GA អាភិបបញ្ហាទាំងអស់នេះជួយដោះយើងបានច្រើនខ្លាំងមែនទែននៅពេលណាដែលយើងស្គាល់ពីគុណតម្លៃពាក្យថាប្តីនិងប្រពន្ធពីគុណតម្លៃដែលយើងបានឆ្លងកាត់វគ្គ GA ហ្នឹងគឺអត់មានអីមកវាស់វែងបានទេព្រោះជីវិតរស់នៅប្តីប្រពន្ធសំខាន់ជាងគេគឺការយល់ចិត្តគ្នាទទួលយកភាពខុសគ្នារស់នៅប្រកបដោយក្តីសុខសុភមង្គលមិនថាបញ្ហាអីក៏ដោយគឺយើងឆ្លោះតែបញ្ហាទេគឺយើងលែងឆ្លោះគ្នាជាមួយនឹងប្តីប្រពន្ធហ្នឹងបាទអរគុណបងនេះជាស្អីដែលបងទទួលបានពីគេហៅថាបើសិនជាអត់មានគ្រូអារបស់ទាំងអស់ហ្នឹងក៏យើងអត់អាចទទួលបានដែរដោយសារតែមានគ្រូដើម្បីបង្ហាត់បង្ហាញឬក៏បង្ហាញផ្លូវយើងទៅរកអ្វីទាំងអស់ហ្នឹងឬក៏ជារូបមន្តទាំងអស់ហ្នឹងអញ្ចឹងងាកមកលោកគ្រូវិញជាសំណួរបន្ទាប់មានន័យថាយើងទទួលស្គាល់ថាបើសិនជាមនុស្សគ្រប់គ្នាចង់អស្ចារ្យគឺធ្វើខ្លួនជាគ្រូហើយមនុស្សគ្រប់គ្នាចង់អស្ចារ្យក៏អាចអស្ចារ្យតាមរយៈគ្រូហើយបើសិនជាចង់ខ្លាចទៅជាគ្រូមនុស្សគ្រប់គ្នាក៏អាចខ្លាចទៅជាគ្រូបានដែរប៉ុន្តែជាការគិតរបស់មនុស្សទូទៅយើងឧទាហរណ៍ថាមនុស្សទូទៅគាត់គិតថាបើសិនជាមនុស្សគ្រប់គ្នាខ្លាចទៅជាគ្រូអស់ហើយតើបានពីណាធ្វើកូនសិស្សអានេះវាជាការគិតមួយដែលខ្ញុំជឿថានឹងមានបើយើងនិយាយថាមនុស្សគ្រប់គ្នាគឺសុទ្ធតែអាចខ្លាចជាគ្រូមនុស្សគ្រប់គ្នាគឺសុទ្ធតែអាចខ្លាចជាអ្នកនាំនឹងមានការគិតមួយថាបើសិនមនុស្សគ្រប់គ្នាខ្លាចជាគ្រូអស់ពីណាធ្វើកូនសិស្សបើមនុស្សគ្រប់គ្នាធ្វើជាអ្នកនាំអស់តើពីណាធ្វើកូនចៅអញ្ចឹងតើសំណួរនេះលោកគ្រូអាចនឹងដោះស្រាយថាយ៉ាងម៉េចដែរមានជាចម្លើយថាយ៉ាងម៉េចដែរខ្ញុំគិតថាការដែលយើងលើកឡើងថាបើសិនជាយើងធ្វើគ្រូគ្រប់គ្នាតើមានអ្នកណាធ្វើកូនសិស្សមនុស្សម្នាក់គឺមានន័យថាវាមានភាពចាំបាច់ដើម្បីកសាងភាពជាគ្រូបើយើងអត់កសាងភាពជាគ្រូដោយយើងអត់កសាងភាពជាគំរូនៃមនុស្សល្អហើយមានសមត្ថភាពយើងកសាងនៃការទំនាក់ទំនងគ្នាតាមរយៈភាពត្រជាក់ភាពទំនាក់ទំនងនៃការពយល់ហេតុនិងផលពេលនិយាយស្ដីអ្វីមួយយើងទទួលខុសត្រូវក្នុងការពយល់ឲ្យមនុស្សយល់តែបើយើងអត់មានភាពជាគ្រូទេយើងអាចថាคล้ายទៅជាមនុស្សដែលអត់មានហេតុនិងផលនិយាយអ្វីមួយដែលគេមិនយល់យើងអត់ទទួលខុសត្រូវយើងបែរជាចោទអ្នកដទៃនោះថាមានបញ្ហាឬកំហុសទៅវិញអញ្ចឹងបើយើងកសាងភាពជាគ្រូនេះជាពិសេសគឺការកសាងសមត្ថភាពនៃការចេះដឹងនៃការយល់ច្បាស់ហើយអាចទៅពយល់អ្នកដទៃឲ្យយល់ទៀតអញ្ចឹងក្នុងនាមដូចជាឪពុកម្ដាយបើគាត់ខ្វះភាពជាគ្រូសួរថាតើគាត់ធ្វើម៉េចដើម្បីមានសមត្ថភាពក្នុងការបង្រៀនកូន
បង្រៀនឬក៏អប់រំណែនាំសមាជិកគ្រួសារហ្នឹងឲ្យបានល្អអញ្ចឹងកាលណាគាត់ខ្វះភាពជាគ្រូហ្នឹងគឺអាចភាពហិង្សាហ្នឹងអាចកើតឡើងខ្ពស់តែបើកាលណាយើងមានភាពជាគ្រូអាចយើងនិយាយមែនទែនយើងអាចកាត់បន្ថយនៃភាពហិង្សានឹងខ្ពស់រហូតដល់យើងអាចម្នាក់ខំដល់តួនាទីជាគំរូល្អជាអ្នកចេះដឹងជាមនុស្សគំរូជាមនុស្សដែលមានសិលធម៌ជាមនុស្សដែលមានសមត្ថភាពនេះគឺវាបង្កើតភាពសុខដុមខ្លាំងណាស់អញ្ចឹងបងប្អូនទាំងឡាយមិនគួរបារម្ភមិនគួរខ្វល់ទៅលើរឿងពាក់ព័ន្ធនឹងគ្រូដែលថាយើងខ្លាចជាគ្រូគ្រប់គ្នាតើបានពីណាធ្វើសិស្សអញ្ចឹងបើយើងសួរវិញថាបើសិនជាយើងគ្រប់គ្នាចង់ខ្លាចជាមនុស្សល្អហើយមានសមត្ថភាពទេបើយើងចង់ខ្លាចជាមនុស្សល្អហើយមានសមត្ថភាពយើងខំទាំងអស់គ្នាពីព្រោះវាជាកម្មសិទ្ធិឬក៏វាជារបស់យើងទាំងអស់គ្នាហើយបើសិនជាវាជាកម្មសិទ្ធិវាជារបស់យើងទាំងអស់គ្នាយើងមិនព្យាយាមទៅយកវាយើងខ្លាចទៅជាមនុស្សដែលអត់ល្អឬក៏អត់ចេះដឹងឬក៏អត់មានសមត្ថភាពខ្មែរយើងមានពាក្យធ្ងន់ណាតើកាលណាមិនល្អគឺស្មើនឹងមនុស្សហ្នឹងអាក្រក់មានន័យថាធ្វើល្អឡើងឋានសួគ៌ធ្វើអាក្រក់ចុះឋាននរកចឹងបើយើងមិនខិតខំកសាងភាពជាគ្រូទេដូចយើងពិបាកនឹងស្វែងរកអ្វីមួយដើម្បីកសាងភាពល្អរបស់យើងហើយយើងធ្វើល្អហើយធ្វើឲ្យយើងមានសេចក្តីសុខសុភមង្គលតែបើសិនជាយើងអត់ដឹងយើងអត់យល់យើងទៅធ្វើជាមនុស្សអាក្រក់ដល់ពេលជាមនុស្សអាក្រក់យើងចុះឋាននរកសង្គមគ្រួសារមានបញ្ហាច្បោកច្បល់ហើយពាក្យមួយទៀតដែរក៏សំខាន់ដែរអាចយើងនិយាយថាគ្រូគឺអ្នកចេះដឹងបាទណាប៉ុន្តែដែលអត់គ្រូគឺអ្នកអត់ចេះដឹងពេលអត់ចេះដឹងបើគេបកធ្ងន់ហ្មងគឺពីលងងឬក៏ពីលទៅទៀតអញ្ចឹងពេលដែលយើងមានជីវិតជ្រើសមួយដែលថាអាចធ្វើជាគ្រូកសាងខ្លួនយើងឲ្យក្លាយជាមនុស្សល្អហើយមានសមត្ថភាពបានគួរតែសប្បាយចិត្តហើយជាពិសេសវគ្គរបស់យើងឬក៏កម្មវិធីរបស់យើងហ្នឹងគឺចង់បង្ហាញប្រាប់បងប្អូនថាមនុស្សគ្រប់គ្នាគួរតែស្រឡាញ់ដែរពាក្យគ្រូហ្នឹងពីព្រោះពាក្យហ្នឹងគឺជាពាក្យអត់ដងអត់ដំពាក្យខ្ពង់ខ្ពស់ហើយមនុស្សគ្រប់គ្នាគឺសិតតែអាចក្លាយជាអ្នកដឹកនាំតាមរយៈពាក្យគ្រូហ្នឹងហើយអញ្ចឹងកុំអាភ័យពីរឿងក្លាយជាគ្រូហើយតើមានពីណាធ្វើកូនសិស្សគួរតែភ័យថាតើយើងធ្វើម៉េចដើម្បីយើងខំកសាងឲ្យក្លាយជាគ្រូពិតប្រាកដសិនឲ្យคล้ายទៅជាអ្នកដឹកនាំពិតប្រាកដសិនពីព្រោះពិភពលោកយើងនឹងធំណាបាទអញ្ចឹងបើសិនយើងមិនតាន់ចាប់ផ្ដើមផងយើងមកបារម្ភថាមិនតាន់คล้ายជាគ្រូផងមិនคล้ายជាគ្រូឲ្យមានអ្នកធ្វើកូនសិស្សយើងត្រូវចាំថាអ្នកបកកាយវាមានអ្នកបកកាយអ្នកខ្លាំងវានៅអ្នកខ្លាំងអញ្ចឹងការរៀនសូត្រនេះស្ទើរតែយើងមានជីវិត100ឆ្នាំក៏នៅតែរៀនមិនអស់ដែរគេសិក្សាថាសូម្បីតែមានជីវិត1000ឆ្នាំក៏រៀនមិនអស់ដែរអញ្ចឹងបញ្ហាហ្នឹងខ្ញុំគិតថាមិនគួរបារម្ភមិនគួររាំងស្ទះទេភ័យរឿងហ្នឹងទេបាទគួរតែខិតខំយកចិត្តទុកដាក់កសាងខ្លួនឲ្យคล้ายទៅជាគ្រូហើយបើសិនជាយើងជាអ្នកដឹកនាំក៏គួរកសាងឲ្យមានភាពជាគ្រូក្នុងហ្នឹងហើយបើសិនជាយើងជាគ្រូហើយក៏កសាងធ្វើម៉េចឲ្យយើងคล้ายទៅជាអ្នកដឹកនាំហើយបើយើងគិតនិយាយខ្លីថាគ្រូនិងអ្នកដឹកនាំនេះគឺវាមានភាពបដិកលាគ្នាខ្លាំងណាស់ទោះបីជាអ្នកដឹកនាំយ៉ាងណាក៏ដោយក៏នៅត្រូវការគ្រូយកមកជួយចង្អុលបង្ហាញហើយទោះបីយើងជាគ្រូយ៉ាងណាក៏ដោយក៏យើងត្រូវការអ្នកដឹកនាំមកសហការមករួមឬក៏មកធ្វើអញ្ចឹងបើយើងខំកសាងឲ្យយើងคล้ายជាគ្រូឲ្យคล้ายជាអ្នកដឹកនាំខ្ញុំគិតថាជារឿងពិសិដ្ឋបំផុតបាទអរគុណលោកគ្រូបានស្ដាប់អញ្ចឹងទៅមានន័យថាយើងលែងភ័យខ្លាចឧទាហរណ៍ថាមនុស្សគឺតែងតែមានការកិនអញ្ចឹងឧទាហរណ៍ថាយើងនិយាយពាក្យថាមនុស្សគ្រប់គ្នាគឺសុទ្ធតែអាចខ្លាចជាគ្រូមនុស្សគ្រប់គ្នាគឺសុទ្ធតែអាចខ្លាចជាអ្នកនាំវានឹងមានខួរក្បាលមួយផ្សេងទៀតដែលនឹងគិតថាចុះបើសិនជាខ្លាចជាគ្រូអស់ហើយពីណាធ្វើសិស្សខ្លាចជាអ្នកដឹកនាំអស់ហើយតើពីណាធ្វើកូនចៅអានេះវាគឺជាការគិតមួយដែលយើងមិនហាមឃាត់ការគិតគេទេប៉ុន្តែសូមឲ្យឧទាហរណ៍ថាមានមនុស្សគិតបែបហ្នឹងសូមឲ្យត្រឡប់ការគិតវិញធ្វើខ្លួនឯងឲ្យទៅជាគ្រូធ្វើខ្លួនឯងឲ្យទៅជាអ្នកនាំសិនទៅចាំខ្វល់ថាបានពីណាធ្វើកូនចៅបានពីណាធ្វើសិស្សចុះបងមានអីបន្ថែមលើចំណុចមួយហ្នឹងខ្ញុំចង់សួរសំណួរលោកគ្រូមួយតើសម្រាប់គ្រូដែលបង្រៀនសិស្សតើគួរតែអភិវឌ្ឍខ្លួនបែបណាដើម្បីឲ្យគាត់ក្លាយជាគ្រូល្អហើយមានសមត្ថភាពយើងដឹងហើយវាតកតងនឹងរឿងការបង្រៀនដំបូងគេបង្អស់យើងអាចនិយាយបានថាគ្រូគឺមានកម្រិតល្អឬក៏កម្រិតពូកែអញ្ចឹងកាលណាបើសិនជាយើងមានសមត្ថភាពក្នុងការបង្រៀនសិស្សនឹងកាន់តែច្រើនកាន់តែជ្រៅកាន់តែអស្ចារ្យយើងនឹងមានកម្រិតសមត្ថភាពរបស់យើងនឹងខ្ពស់កាលណាយើងបង្រៀនមនុស្សនឹងឲ្យឆ្ពោះទៅរកកន្លែងល្អ
គឺយើងនឹងអាចคลายទៅជាគ្រូដែលល្អជាពិសេសមនុស្សជាតិមែនតើដោយខ្ញុំបាននិយាយអញ្ចឹងថាមនុស្សកើតមកគឺស្ទើរតដឹងអីទេតែមនុស្សជាតិនឹងចាប់ផ្ដើមរៀនដំបូងគេបងអស់គឺពីឪពុកម្ដាយតែឪពុកម្ដាយគ្រប់រូបគឺលោកអត់ជឿទុកចិត្តថាគាត់អាចបង្រៀនកូនគាត់បានទេអញ្ចឹងបានគាត់ក៏បញ្ជូនទៅសាលារៀនហើយឥឡូវនេះនៅក្នុងពិភពលោករបស់យើងគឺក៏គេបានកសាងសាលារៀននេះคล้ายទៅជាសាលាសម្រាប់មនុស្សជាតិដែលគ្រប់មនុស្សជាតិទាំងអស់គឺត្រូវតែចូលរៀនបើនៅស្រុកយើងអាចនិយាយថាមានការចូលរៀនពីបឋមសិក្សាទៅមធ្យមសិក្សាទៅវិទ្យាល័យនៅស្រុកគេគឺទាមទារឲ្យចូលរៀនតាំងពីមត្តេយ្យហើយទៅបឋមរួចពីបឋមទៅមធ្យមឬក៏ទៅវិទ្យាល័យរហូតដល់រៀនដល់កម្រិតសាកលវិទ្យាល័យឬក៏ថ្នាក់បញ្ញត្តិបត្រអនុបណ្ឌិតឬក៏បណ្ឌិតនៅប្រទេសដែលជឿនលឿនខ្លាំងមែនទែនគេបង្រៀនមនុស្សតាំងពីថនតើមានកឬក៏មាននៅក្នុងផ្ទៃពោះចាប់កំណើតហ្នឹងគេចាប់ផ្ដើមបង្រៀនមនុស្សទៅហើយអញ្ចឹងតកតងនឹងថាកសាងឲ្យគ្រូម្នាក់ខ្លាយជាមនុស្សល្អហើយមានសមត្ថភាពហ្នឹងវាទាមទារដោយយើងទទួលខុសត្រូវទៅលើវិជ្ជាជីវៈរបស់យើងបើសិនជាយើងក៏បង្រៀនគេហៅកូនក្មេងតូចអានឹងគេហៅឆាយខែតើយើងត្រូវបង្រៀនមិនឲ្យក្មេងហ្នឹងអាចរួមរស់ក្នុងសង្គមអាចលូតលាស់បានល្អអាចធំធាត់បានប្រសើរអីចឹងទៅពេលដែលចូលមកមត្តេយ្យឲ្យគាត់ចេះស្រឡាញ់ការរៀនសូត្រចេះតំណាក់តំណងគ្នាចូលមកបឋមចាប់ផ្ដើមវិវត្តនៃការរីកចម្រើនរហូតដល់คล้ายទៅជាមនុស្សពេញលេញទាំងអស់ហ្នឹងតែខ្ញុំចង់សង្កត់ធ្ងន់ធំមួយពេលដែលយើងជាគ្រូចាត់ទុកថាគ្រូល្អហើយមានសមត្ថភាពគឺខ្ញុំចង់យកពាក្យមួយដែលខ្មែរយើងតែនិយាយថាពេលដែលគ្រូបង្រៀនកូនគេចេះបាទគឺคล้ายទៅជាគេហៅថាមកពីឪពុកម្ដាយបងគេល្អហ្នឹងហើយតែបើពេលដែលគ្រូបង្រៀនកូនគេមិនចេះគឺមកពីគ្រូនឹងតែម្ដងគ្រូអន់អញ្ចឹងខ្ញុំចង់ឲ្យគ្រូទទួលយកពាក្យនឹងមួយដំបូងដើម្បីកសាងคล้ายជាគ្រូល្អហើយមានសមត្ថភាពគ្រូល្អមានសមត្ថភាពត្រូវចាំថាបើយើងបង្រៀនគេកូនសិស្សមិនចេះគឺយើងខ្វះសមត្ថភាពយើងមានអាជីពជាគ្រូគឺមានអាជីពជាអ្នកបង្រៀនតែបើសិនជាយើងបង្រៀនគេមិនចេះគឺយើងមានន័យថាយើងខ្វះសមត្ថភាពហើយយើងអសមត្ថភាពហើយយើងត្រូវទទួលខុសត្រូវពីព្រោះយើងអាជីពជាអ្នកបង្រៀនបើបង្រៀនគេចេះវាជារឿងធម្មតាតែបើបង្រៀនគេមិនចេះគឺវាជារឿងដែលมันអាចទៅរួចទេពីព្រោះយើងក្នុងនាមជាគ្រូទី2តើតើនឹងថាបង្រៀនកូនគេចេះគឺមានន័យថាដោយសារឪពុកម្ដាយគេអានឹងយើងគួរទទួលស្គាល់ពីព្រោះក្នុងនាមជាគ្រូយើងត្រូវតែមានការដាក់ខ្លួនត្រូវតែទទួលយកមានមនុស្សជាច្រើនដែលបានចូលរួមជួយទើបធ្វើឲ្យការបង្រៀនយើងនឹងក្លាយជាបង្រៀនចេះឬក៏កូននឹងរៀនបានល្អចុះបើសិនជាយើងគ្រាន់តែទទួលថាឪពុកម្ដាយបង្រៀនកូនគេចេះដោយសារតែពូជគេល្អឬក៏ឪពុកម្ដាយគេប៉កែយើងទទួលយកអត់បានហាក់បីដូចជាយើងនឹងខ្វះភាពល្អមានន័យថាយើងឆាប់យកមោទនភាពឬក៏ឆាប់ខឹងសម្បាតតែគេនិយាយពាក្យប៉ុណ្ណឹងមកយើងទទួលយកអត់បានហើយគិតថាការនិយាយនឹងខុសអញ្ចឹងពេលខ្លះមកពីយើងអត់តន់មានភាពល្អគ្រប់គ្រាន់ល្អពិតប្រាកដមានន័យថាពេលដែលយើងធ្វើអ្វីដែលបានល្អនឹងហើយយើងអត់តង់ទៀមទាយកអីទេដោយប្រពន្ធយើងថាធ្វើល្អកុំចង់បានបុណ្យកុំទៀមទាយកបុណ្យបើមិនយើងធ្វើទៅយើងទៀមទាយកសគុណភាពហ្នឹងអញ្ចឹងពេលដែលយើងបង្រៀនអីចេះបន្តិចយើងមោទនភាពយើងក្អេងក្អាងប្រកាសជាគ្រូហ្នឹងគឺមិនជ្រៅទៅមិនឆ្ងាយទេអញ្ចឹងខ្ញុំចង់ឲ្យគ្រូត្រូវតែព្យាយាមធ្វើយ៉ាងម៉េចដែលចង់និយាយថាកសាងខ្លួននឹងឲ្យคล้ายទៅជាអ្នកដែលបង្រៀនកូនសិស្សនឹងឲ្យមានសមត្ថភាពឲ្យចេះហើយប៉ុន្តែទី2ដែលសំខាន់ហ្នឹងគឺត្រូវបង្រៀនធ្វើម៉េចឲ្យកូននឹងសិស្សនឹងវាល្អហើយភាពវាស់វែងដែលថាគ្រូនឹងជាគ្រូល្អឬក៏មានសមត្ថភាពអត់គឺប្រហែលជាគេមិនអាចនិយាយតែគ្រូនឹងមួយគ្រប់ទេគឺគេត្រូវពិនិត្យមើលទៅលើសិស្សនឹងជាក់ស្ដែងបាទខ្ញុំសូមចូលរួមប៉ុណ្្នឹងសិនអរគុណលោកគ្រូសម្រាប់ការឆ្លើយសំណួរបងចេត្រាដែរក៏ពិតសំណួរនឹងល្អមែនទែនតើគ្រូល្អហើយមានសមត្ថភាពហ្នឹងតើល្អហ្នឹងមិនតែមានសមត្ថភាពហ្នឹងវាមានសមត្ថភាពមិនដែលយើងចាត់ទុកថាគ្រូវាស្មើនឹងមនុស្សល្អហើយមានសមត្ថភាពអញ្ចឹងអាចសួរសំណួរនេះវាពិតជាល្អប៉ុន្តែយើងឈានលើសពីហ្នឹងទៅបន្តិចទៀត
យើងឧទាហរណ៍ថាឥឡូវនេះធាតុផ្សំដើម្បីយើងខ្លាចទៅជាគ្រូយើងមានធ្វើជាមនុស្សល្អហើយមានសមត្ថភាពទៅក៏អាចខ្លាចទៅជាគ្រូចុះបើសិនជាយើងចង់បានធាតុផ្សេងតែយើងមានជារូបមន្តឬក៏ជាគន្លឹះស្អីដែលយើងអាចថាមនុស្សម្នាក់ហ្នឹងធ្វើបែបហ្នឹងទៅក៏អាចខ្លាចទៅជាគ្រូបានដែរនៅពេលដែលខ្ញុំក្នុងនាមជាអ្នកស្រាវជ្រាវពាក់ព័ន្ធនឹងរឿងភាពជាអ្នកដឹកនាំនេះយើងពេលយើងសិក្សាស្រាវជ្រាវមែនទែនទៅគឺសឹងថាយើងឲ្យតម្លៃអ្នកដឹកនាំគឺស្មើនឹងគ្រូគឺស្មើអ្នកដឹកនាំបាទបើមនុស្សដែលអាចមានសមត្ថភាពធ្វើជាគ្រូក៏អាចមានសមត្ថភាពធ្វើអ្នកដឹកនាំដែរមានសមត្ថភាពធ្វើជាអ្នកដឹកនាំហើយក្នុងសមត្ថភាពជាគ្រូនេះគឺមានច្រើនខ្ញុំឧទាហរណ៍ថាខ្មែរយើងនិយាយពាក្យគ្រូគឺជាពុកម្ដាយទី2ចឹងពេលដែលគាត់មើលថែស្រឡាញ់កូនសិស្សឲ្យដូចជាកូនរបស់ខ្លួនចាត់ទុកដែលយើងហៅថាសិស្សហ្នឹងយើងហៅថាកូនសិស្សសិស្សគឺអ្នករៀនកូនសិស្សគឺកូនអ្នករៀនឬក៏អ្នកដែលមករៀនជាកូនរបស់យើងហ្នឹងគឺយើងមានការបីបាច់យកចិត្តទុកដាក់មើលថែឲ្យដូចជាកូនខ្លួនហើយបន្តមកអភិវឌ្ឍសមត្ថភាពយើងខ្ញុំគិតថាក្តីស្រឡាញ់មនុស្សឲ្យដូចជាកូនហើយនឹងអភិវឌ្ឍសមត្ថភាពមនុស្សឲ្យពូកែឲ្យមានការចេះដឹងនេះគឺសុទ្ធតែមានលក្ខណៈជាគ្រូហើយក៏មានលក្ខណៈជាអ្នកដឹកនាំដែរពីព្រោះពេលដែលយើងខ្លាយជាអ្នកដឹកនាំគឺសំខាន់បំផុតគឺត្រូវចេះស្រឡាញ់ប្រជាជនស្រឡាញ់កូនចៅតែដូចខ្មែរយើងអ្នកដែលធ្វើការជាមួយយើងហៅកូនចៅគឺស្រឡាញ់គាត់ដូចកូនដូចចៅរបស់យើងហើយនឹងអភិវឌ្ឍសមត្ថភាពរបស់គាត់ហើយនឹងជាពិសេសគឺឲ្យពួកគាត់នឹងរួមរស់ជាមួយគ្នាដូចក្នុងគ្រួសារសហការគ្នាដើម្បីធ្វើរឿងសំខាន់រឿងល្អរឿងអស្ចារ្យមិនសម្រាប់តែធំតែគ្រួសារយើងទៅសម្រាប់ប្រទេសជាតិឲ្យយើងទៀតអញ្ចឹងត្រង់តែយើងវាស់វែងថាគ្រូដែលមានគេហៅថាក្តីស្រឡាញ់ខ្ពង់ខ្ពស់ទៅចាត់ទុកមនុស្សឬក៏អ្នកដទៃជាកូនហើយនឹងអភិវឌ្ឍពួកគេឲ្យមានសមត្ថភាពនេះក៏ជាជ្រុងមួយដែលអាចជួយឲ្យមនុស្សជាតិហ្នឹងឬក៏គាត់គ្រូហ្នឹងคล้ายទៅជាគេហៅអ្នកដឹកនាំពីព្រោះមនុស្សដែលមានក្តីស្រឡាញ់ហើយមនុស្សដែលមានសមត្ថភាពគឺសុទ្ធតែអាចคล้ายជាអ្នកដឹកនាំមានច្រើនដូចជាគ្រូតែងតែគាត់ជាអ្នករៀនដើម្បីពង្រីកសមត្ថភាពចេះដឹងរបស់គាត់ពេលដែលគាត់ចេះដឹងហើយមនុស្សទូទៅអត់មានភាពជាគ្រូចេះហើយគាត់យកមកទុកខ្លួនឯងតែក្នុងករណីជាគ្រូគឺគាត់ពង្រីកសមត្ថភាពឲ្យចេះដឹងហើយគឺគាត់ទៅបង្រៀនទៀតអញ្ចឹងថន់តែយើងធ្វើជាអ្នករៀនបូកនឹងអ្នកបង្រៀនក៏អាចក្លាយជាអ្នកដឹកនាំដែរដោយគេធ្វើការសិក្សានៅក្នុងសហគមន៍ព្រះសង្ឃវត្តអារាមគេរកឃើញថាព្រះពុទ្ធបានជាយាមកសាងមកដែលយើងហៅថាព្រះពុទ្ធគឺជាបុគ្គលម្នាក់ដែលបានបង្កើតព្រះធម៌ពេលព្រះធម៌នឹងហើយគឺមានព្រះសង្ឃបាទអញ្ចឹងព្រះសង្ឃនីមួយដែលយើងនិយាយពាក្យការហៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃដែលបានជួយទ្រទ្រង់ពុទ្ធសាសនាឲ្យគង់វង្សជាង 2000 ឆ្នាំមកហ្នឹងអញ្ចឹងព្រះសង្ឃទាំងអស់នោះហាក់បីដូចក៏ជាព្រះសង្ឃជាគ្រូក៏ដូចជាព្រះសង្ឃហ្នឹងគឺជាអ្នកដឹកនាំដែរអញ្ចឹងកិច្ចការងារនៅក្នុងសហគមន៍វត្តអារាមទាំងឡាយព្រះសង្ឃគឺគាត់មានសមត្ថភាពក្នុងការដឹកនាំបាទតែព្រះសង្ឃមួយទៀតក៏មានសមត្ថភាពជាគ្រូដែរបង្រៀនចែករំលែកដែលយើងធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរយើងថាអក្សរសាស្ត្ររបស់យើងក៏ចេញពីសម្ដេចជួនណាតសម្ដេចជួនណាតពីព្រះសង្ឃហើយប៉ុន្តែការចេះដឹងឯទាំងឡាយពីមុនហ្នឹងគឺពឹងផ្អែកទៅលើវត្តអារាមខ្លាំងមែនទែនហើយវត្តអារាមហ្នឹងអ្នកដែលបង្រៀនមនុស្សថែរក្សាការចេះដឹងការអភិវឌ្ឍហ្នឹងគឺព្រះសង្ឃអញ្ចឹងប៉ុន្តែក្នុងព្រះសង្ឃរបស់ពុទ្ធសាសនាឬក៏ព្រះសង្ឃយើងហ្នឹងក៏មានតួនាទីពីរដែលសំខាន់ហ្នឹងគឺជាអ្នករៀនពីព្រះធម៌ហើយនឹងគឺជាអ្នកដែលបង្រៀនឬក៏សាព្រោះព្រះធម៌ហ្នឹងទៅសង្គមមនុស្សជាតិអញ្ចឹងលោកក៏คล้ายទៅជាអ្នកដឹកនាំក៏คล้ายទៅជាគ្រូអញ្ចឹងយើងថាត្រង់តែគាត់ជាអ្នករៀនហើយគាត់ជាអ្នកដែលបង្រៀនអ្នកដទៃហ្នឹងអញ្ចឹងក៏ជាអ្នកដឹកនាំក៏ជាគ្រូដែរប៉ុន្តែក្នុងនាមជាគ្រូក៏ជាមនុស្សដែលយើងគិតទុកថាជាអ្នករៀនគឺ
គឺសឹងថាមិនបាច់ឲ្យគេប្រើទេហើយធ្វើការក៏សឹងថាមិនបាច់គេប្រាប់ដែរព្រោះគាត់គឺជាអ្នកចេះដឹងថាពីអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើអញ្ចឹងគ្រូមែនតើអាចនិយាយថាគឺជាមនុស្សដែលរៀនដោយមិនចាំបាច់គេប្រើហើយធ្វើការដោយមិនចាំបាច់គេប្រាប់ថនតែមានពេលហ្នឹងក៏អាចខ្លាចជាគ្រូក៏អាចខ្លាចជាអ្នកដឹកនាំអញ្ចឹងបាទនៅក្នុងយើងជជែកគ្នានេះអាចថាត្រង់ជាជ្រុងតូចមួយនៅក្នុងពាក់ព័ន្ធនឹងរឿងគ្រូជាអ្នកដឹកនាំប៉ុន្តែបើចង់ស៊ីជម្រៅគឺយើងមានវគ្គដែល GA របស់យើងហ្នឹងគឺជាវគ្គហ្នឹងយើងបានសិក្សាស៊ីជម្រៅច្រើនណាស់ដែលតាក់ទងមនុស្សពាក់ព័ន្ធនឹងគ្រូហើយក៏ដូចជាពាក់ព័ន្ធនឹងរឿងភាពជាអ្នកដឹកនាំដូចជាយើងនិយាយថាគ្រូគឺមានឆន្ទៈអភិវឌ្ឍខ្លួនឯងនិងអ្នកដទៃគ្រូគឺជាអ្នកដោះស្រាយបញ្ហានិងបង្កើតភាពរុងរឿងទាំងអស់នេះគឺសុទ្ធតែមានលក្ខណៈជាសភាវៈជាគ្រូផងក៏មានសភាវៈមានលក្ខណៈជាអ្នកដឹកនាំដែរអញ្ចឹងបានមានភាពបដិក្លាគ្នាខ្លាំងមែនទែនដែលយើងអាចថាឲ្យតែយើងស្គាល់ពាក្យគ្រូមួយម៉ាត់គឺមានរឿងជាច្រើនដែលយើងអាចរៀនបានហើយក៏អាចអភិវឌ្ឍភាពជាអ្នកដឹកនាំនឹងបានដែរបាទអរគុណលោកគ្រូតកតងនឹងចំណុចពាក្យថាគ្រូគឺជាមនុស្សល្អហើយមានសមត្ថភាពវាគ្រាន់តែជាជ្រុងមួយនៅមានជ្រុងជាច្រើនទៀតដែលមានអាចថាគ្រូហ្នឹងគឺត្រូវមានសភាវៈទាំងអស់ហ្នឹងទៅគឺគាត់អាចខ្លាយទៅជាគ្រូបានប៉ុន្តែចាប់អារម្មណ៍ពាក្យមួយពាក្យថាលោកគ្រូអ្នកគ្រូយើងតែនិយាយថាបើសិនជាគាត់ប្រុសយើងហៅថាលោកគ្រូហើយបើសិនជាគាត់ជាស្រីយើងហៅថាអ្នកគ្រូអញ្ចឹងតើនិយមន័យខ្លីគេថាលោកគ្រូអ្នកគ្រូហ្នឹងតើស្មើនឹងពាក្យគំរូហ្នឹងឧទាហរណ៍ថាគ្រូស្មើពាក្យគំរូតើវាបានន័យថាម៉េចអាពាក្យថាគំរូហ្នឹងបើនៅក្នុងន័យដែលធំជាងគេនៅក្នុងគ្រូមានន័យថាលោកគ្រូគឺលោកគំរូអ្នកគ្រូគឺអ្នកគំរូដែលលោកគ្រូយើងសំដៅទៅលើអង្គភេទជាបុរសអ្នកគ្រូយើងអាចសំដៅទៅលើអង្គភេទជាស្ត្រីតែយើងដឹងហើយតើតើនឹងគំរូធំពុតប្រកបហ្នឹងគឺយើងទៅលើគំរូនៃអ្នកចេះដឹងឬក៏គំរូនៃមនុស្សល្អដែលយើងឲ្យពាក្យថាឈ្មោះហ្នឹងថាមនុស្សដែលមានល្អហើយមានសមត្ថភាពគឺជាគំរូហើយជាពិសេសគំរូរបស់គាត់ហ្នឹងគឺជាគំរូដែលមនុស្សរៀនសូត្របានគំរូដែលអាចយកមកអភិវឌ្ឍកាន់នឹងខ្លួនคล้ายទៅជាមនុស្សល្អคล้ายទៅជាមនុស្សពេញលេញคล้ายទៅជាមនុស្សដែលរស់ក្នុងសង្គមពោពេញទៅដោយភាពសុខដុមអញ្ចឹងអាចនិយាយបានថាលោកគំរូល្អនិងលោកគំរូដែលមានសមត្ថភាពលោកគំរូដែលយើងរៀនសូត្រពីភាពល្អរបស់គាត់បានយើងអាចរៀនសូត្រពីសមត្ថភាពរបស់គាត់បានអញ្ចឹងអ្នកគ្រូក៏ជាអ្នកគំរូដែលយើងអាចរៀនពីភាពល្អរបស់គាត់បានក៏អាចរៀនពីសមត្ថភាពឬក៏ចំណេះដឹងរបស់គាត់បានអញ្ចឹងបើយើងនិយាយខ្លីលោកគ្រូអ្នកគ្រូគឺលោកគំរូអ្នកគំរូបាទអ្នកដែលយើងអាចរៀនសូត្របានទាំងល្អនិងចំណេះដឹងឬក៏សមត្ថភាពបាទអរគុណលោកគ្រូតកតងចំណុចនេះអញ្ចឹងបងមានអីដែលអាចបន្ថែមឬក៏យើងចង់និយាយថានៅក្នុងជីវិតរបស់បងតាំងពីកើតមកចូលសាលារហូតមកដល់ឥឡូវនេះតើបងបានរៀនសូត្រពីគំរូអីពីលោកគ្រូអ្នកគ្រូរបស់បងណាតើពួកគាត់បានបង្ហាញស្អីដែលបងអាចរៀនសូត្រពីគាត់បានជាគំរូពីគាត់ណាតើមានទេបងចាចំពោះគំរូពាក្យថាគំរូគឺប្រកាសជាមានពេលដែលយើងមិនបានរៀននិងមានបានរៀនគឺខុសគ្នានៅពេលណាដែលយើងរៀនយើងស្គាល់ខុសស្គាល់ត្រូវស្គាល់ល្អស្គាល់អាក្រក់យើងមិនមែនជាពេលដូចលោកគ្រូបានមានប្រសាសន៍អញ្ចឹងពេលដែលយើងបានរៀនគឺយើងដឹងថាខ្លួនយើងហ្នឹងជាមនុស្សល្អបែបណាគឺដោយសារតែគ្រូជាអ្នកបង្រៀនមិនមែនយើងចេះមកដោយឯងទេអញ្ចឹងនៅពេលណាដែលខ្ញុំពីក្មេងរហូតដល់សប្តាហ៍ថ្ងៃនេះក៏សិតតែមានការអប់រំពីគ្រូមកទៅអាចនិយាយបានថាខ្ញុំជាមនុស្សល្អគឺដោយសារតែទទួលបានការអប់រំពីគ្រូអញ្ចឹងពាក្យល្អគឺយើងអាចចូលរស់ក្នុងសង្គមមិនថានៅប្រទេសខ្លួនឯងទៅជួបជាតិសាសនាក៏យើងរក្សាគុណតម្លៃរបស់ខ្លួនយើងនេះដែលយើងទទួលបានការរៀនសូត្រពីគ្រូដែលបានបង្រៀនបង្ហាត់បង្ហាញអញ្ចឹងយើងចូលរួមធ្វើការនៅកន្លែងធ្វើការក៏យើងអត់មានបញ្ហាចន្លោះអញ្ចឹងនៅពេលណាដែលខ្ញុំទទួលបានការរៀនសូត្រពីក្មេងមកអញ្ចឹងពាក្យថាសុជីវធម៌ដែលលោកគ្រូបានបង្ហាត់បង្ហាញទាំងអស់នេះហើយទើបធ្វើឲ្យខ្ញុំអាចរស់នៅជីវិតដល់សប្តាហ៍ថ្ងៃមិនមានសត្រូវអាចនិយាយបានថារស់ក្រោមមេឃគ្មានសត្រូវដូចជាជីវិតខ្លួនយើងហ្នឹងគឺអត់មានជាប់ជំពាក់ខ្លាចបារម្ភមានបញ្ហាអីទេអញ្ចឹងទាំងអស់នេះឲ្យខ្ញុំគិតថានេះគឺដោយសារតែខ្ញុំបានរៀននៅក្នុងវគ្គ GLA មែនបង
ចាគឺវគ្គ GA ហ្នឹងគឺនៅពេលដែលចូលវគ្គ GA នេះវាកាន់តែពិសេសមួយទៀតហ្នឹងយើងធ្វើឲ្យយើងហ្នឹងអត់ជាមនុស្សម្នាក់ដែលគិតអវិជ្ជមាន GA គឺជាវគ្គមួយដែលយើងជាមនុស្សរស់ក្រោមមេឃគ្មានសត្រូវហើយចេះស្រឡាញ់គិតធ្វើល្អហើយជាមនុស្សម្នាក់ដែលមានការគិតវិជ្ជមានណាអញ្ចឹងជឿបាទសម្រាប់ខ្ញុំដែលពីមុនមកតែងតែមានការបាក់ទឹកចិត្តដោយសារតែយើងហ្នឹងយកអាបញ្ហាហ្នឹងមកឲ្យគ្របសង្កត់លើជីវិតខ្លួនឯងប៉ុន្តែនៅពេលណាដែលមានគ្រូលោកគ្រូបង្រៀនពីវគ្គ GA នេះបញ្ហាវាលែងសំខាន់ទៀតហើយដោយសារតែយើងធំជាងបញ្ហាយើងអត់ឲ្យបញ្ហាធំជាងយើងទេអញ្ចឹងទាំងអស់នេះហើយគឺសិតសឹងតែខ្ញុំទទួលបានពីការរៀនអញ្ចឹងបើសួរថាបើខ្ញុំអត់ទាន់បានជួបលោកគ្រូម្លេះជីវិតប្តីប្រពន្ធអាចបែកបាក់អាចមានបញ្ហាអញ្ចឹងដោយសង្គមខ្មែរយើងរាប់សប្តាហ៍ថ្ងៃនេះឃើញស្រាប់ហើយបញ្ហាប្តីប្រពន្ធគឺខ្លាំងនៅក្នុងសង្គមប៉ុន្តែបើសម្រាប់បងប្អូនដែលគាត់មានបញ្ហាវិបត្តិក្នុងគ្រួសារខ្ញុំគិតថាដឹកដៃគ្នាចូល GA ប្រកាសថានឹងឃើញពីតម្លៃនៃជីវិតយើងតែងតែឲ្យបញ្ហាហ្នឹងធំជាងយើងតែងតែឆ្លោះគ្នាដោយសារតែបញ្ហាប៉ុន្តែធៀបពិតជីវិតប្តីប្រពន្ធគឺវាមានចំណុចពិសេសដែលយើងអត់ដឹងយើងតែងតែប្រកាន់គ្នាមិនយល់ពីគ្នាប៉ុន្តែនៅរៀនវគ្គ GA គឺយើងស្គាល់ពីគុណតម្លៃយើងតែងតែឲ្យទ្រព្យសម្បត្តិថ្លៃជាងជីវិតរបស់យើងតែយើងអត់បានឲ្យជីវិតរបស់យើងថ្លៃជាងទ្រព្យសម្បត្តិទេអញ្ចឹងនៅពេលណាដែលយើងមានចំណេះដឹងអញ្ចឹងសួរថាតើទ្រព្យសម្បត្តិវាមកអត់គឺសម្រាប់ខ្ញុំគឺវាប្រកាសជាមកហើយអញ្ចឹងខ្ញុំគិតថាសង្គមយើងបញ្ហាដែលយើងគិតថាវាធំហ្នឹងការពិតវាអត់ធំទេយើងត្រូវតែទុកបញ្ហាឲ្យទូចអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានបញ្ហាជីវិតដៃគូប្តីប្រពន្ធបាក់ទឹកចិត្តខ្ញុំគិតថាចូល GA គឺវាជួយឲ្យគាត់នឹងដឹងពីគុណតម្លៃជីវិតខ្លួនឯងធំជាងបញ្ហាបាទអរគុណបងអញ្ចឹងបងខ្ញុំគិតថាបងទទួលបានគេហៅថាមេរៀនពីគ្រូភាគច្រើននេះគឺនៅក្នុងវគ្គ GLA ប៉ុន្តែត្រឡប់មកវិញមានន័យថាយើងនិយាយពីដើមមិញក៏យើងនិយាយពាក់ព័ន្ធជាមួយនឹងឪពុកម្ដាយហ្នឹងក៏ជាគ្រូដែរអញ្ចឹងនៅក្នុងសំណួរថាតើឪពុកម្ដាយនេះដែលគាត់ការចេញពីប្តីប្រពន្ធ2នាក់ហ្នឹងណាតើគាត់យើងនិយាយតាក់ទងជាមួយនឹងគំរូតើត្រូវធ្វើជាគំរូបែបណាដើម្បីឲ្យគេហៅថានៅក្នុងគ្រួសាររបស់គាត់ហ្នឹងណាមានន័យថាគាត់ប្តីប្រពន្ធអញ្ចឹងគាត់ត្រូវមានកូនអញ្ចឹងតើគាត់ធ្វើជាគំរូយ៉ាងម៉េចដើម្បីឲ្យគ្រួសាររបស់គាត់ដូចបងនិយាយមិញវាតែងតែមានបញ្ហាអីចឹងជាគំរូល្អទាំងប្តីទាំងប្រពន្ធនេះដើម្បីធ្វើជាគំរូដល់កូនផ្សេងៗនេះតើធ្វើម៉េចខ្ញុំគិតថាឲ្យតែគាត់ចងចាំពាក្យថាគ្រូដែលយើងនិយាយពីសារខ្លីថាជាមនុស្សល្អហើយមានសមត្ថភាពចឹងធ្វើយ៉ាងម៉េចទាំងប្តីទាំងប្រពន្ធកសាងខ្លួនឲ្យមានអត្តសញ្ញាណឬក៏ឲ្យប្តីទទួលស្គាល់ថាប្រពន្ធរបស់ខ្លួនជាមនុស្សល្អហើយមានសមត្ថភាពហើយប្រពន្ធក៏ទទួលស្គាល់ប្តីថាជាមនុស្សល្អហើយមានសមត្ថភាពយើងដណ្ដើមគ្នាយើងខំយើងប្រឹងប្រែងដើម្បីធ្វើជាមនុស្សល្អហើយមានសមត្ថភាពហ្នឹងហើយយើងត្រូវចាំថាភាពល្អនឹងមានសមត្ថភាពមិនមែនយើងនិយាយទៅបានទេបាទវាទាមទារតើគេទទួលស្គាល់អត់អញ្ចឹងបើប្រពន្ធរបស់យើងមិនតន់ទទួលស្គាល់ថាយើងជាមនុស្សល្អហើយមានសមត្ថភាពទេមានន័យថាយើងនៅខ្វះខាតយើងត្រូវបន្តអភិវឌ្ឍថែមនៅពេលដែលប្រពន្ធក៏ដូចជាប្តីមិនទទួលស្គាល់ប្រពន្ធថាជាមនុស្សល្អហើយមានសមត្ថភាពទេគឺយើងក៏ត្រូវតែដឹងថាយើងនៅមានកម្រិតយើងត្រូវបន្តអភិវឌ្ឍថែមអញ្ចឹងខ្ញុំគិតថាមិនថាតែជាឪពុកម្ដាយគ្រប់រូបទេគឺមនុស្សគ្រប់គ្នាឲ្យតែគាត់ចងចាំពាក្យគ្រូគឺត្រូវតែកសាងខ្លួនឯងឲ្យคล้ายទៅជាមនុស្សល្អហើយមានសមត្ថភាពនោះនឹងคล้ายទៅជាឪពុកម្ដាយគាត់អាចคล้ายទៅជាគ្រូក៏គាត់អាចคล้ายទៅជាអ្នកដឹកនាំដែរអញ្ចឹងយើងអាចនិយាយបានថាផ្ដើមចេញពីគ្រូម្នាក់គាត់មានឈ្មោះថាជាគ្រូចឹងត្រូវតែកសាង unique ភាពពិសេសអត្តសញ្ញាណឬក៏កេរ្តិ៍ឈ្មោះរបស់គាត់ត្រូវធ្វើឲ្យគេទទួលស្គាល់ថាជាមនុស្សល្អហើយមានសមត្ថភាពបាទអញ្ចឹងពាក្យមនុស្សល្អហើយមានសមត្ថភាពនេះគឺអាចនិយាយបានថាគឺជាពាក្យគ្រូអញ្ចឹងគ្រូខ្លួនឯងគឺត្រូវតែកសាងអានឹងឲ្យមានមុនគេគ្រូគឺជាអ្នកដែលមានតួនាទីគេហៅថាស្របច្បាប់តែមួយគត់នៅលើផែនដីនេះដើម្បីអប់រំដើម្បីបណ្ដុះបណ្ដាលឬក៏ព្រៀនបណ្ដៅមនុស្សឲ្យคล้ายទៅជាមនុស្សល្អហើយមានសមត្ថភាពហើយនៅពេលដែលអញ្ចឹងហើយបានអ្នកដែលមុននឹងរៀបការ
ជាប្តីប្រពន្ធខ្លាយទៅជាឪពុកម្ដាយគេក៏គេឲ្យឆ្លងកាត់ចូលរៀន បាទ អ្នកខ្លះរៀនយ៉ាងតិចបើនៅស្រុកយើងរត់តួក៏ត្រូវយ៉ាងហោចដល់ថ្នាក់ទី9ទី10ជាងនឹងទៅទៀតអ្នកដែលមានសមត្ថភាពរៀនគេរៀនមិនត្រឹមតែចប់ថ្នាក់ទី12ទេគឺត្រូវបន្តទៅមហាវិទ្យាល័យនឹងឲ្យទៅបញ្ញាបត្រទៅនុបណ្ឌិតទៅបណ្ឌិតអញ្ចឹងយើងដឹងហើយបើថ្នាក់ទី12រៀនពី10ឆ្នាំបើបន្តទៅបញ្ញាបត្រ4ឆ្នាំទៀត6 10បើសិនជាអនុបណ្ឌិត2ឆ្នាំទៀត8 10បើសិនជាបណ្ឌិតជាង20ឆ្នាំអញ្ចឹងការរៀនទាំងអស់ហ្នឹងគឺដើម្បីអីគឺដើម្បីកសាងឲ្យបុគ្គលម្នាក់ឬក៏សិស្សម្នាក់ហ្នឹង មុននឹងទៅរៀបការកសាងដៃគូសកលជាប្តីប្រពន្ធហ្នឹងគឺត្រូវតែកសាងខ្លួនឯងឲ្យក្លាយជាមនុស្សល្អឲ្យមានសមត្ថភាពសិនចុះពុកម្ដាយគ្រប់រូបគឺត្រូវតែចាប់ផ្ដើមកសាងខ្លួនឲ្យក្លាយជាមនុស្សល្អឲ្យមានសមត្ថភាពពេលដែលយើងបណ្ដោះកូនឬក៏យើងបង្កើតកូនមកគឺត្រូវតែធ្វើម៉េចឲ្យកូនរបស់យើងក្លាយទៅជាមនុស្សល្អឲ្យមានសមត្ថភាពនោះយើងនឹងគិតថាគាត់នឹងអាចរស់នៅបានប្រកបដោយភាពសុខដុមដែលមានភាពរួបរួមរីករាយរុងរឿងអស្ចារ្យកើតឡើងជាក់ជាមិនខានអញ្ចឹងខ្ញុំគិតថាសំខាន់ជាងគេមិនថាតែពុកម្ដាយមិនថាតែគ្រូឬក៏ជាអ្នកដឹកនាំនៅតាមស្ថាប័នផ្សេងទេគួរតែចាប់ផ្ដើមយកពាក្យគ្រូប្រហែលនេះកសាងខ្លួនឲ្យក្លាយជាមនុស្សល្អឲ្យមានសមត្ថភាពបើសិនជាគ្រូគឺបណ្ដោះកូនសិស្សរបស់ខ្លួនឲ្យក្លាយជាមនុស្សល្អឲ្យមានសមត្ថភាពបើសិនជាពុកម្ដាយគឺត្រូវតែបណ្ដោះកូនរបស់ខ្លួនឲ្យក្លាយជាមនុស្សល្អឲ្យមានសមត្ថភាពបើសិនយើងជាអ្នកដឹកនាំនៅតាមស្ថាប័នក្រុមហ៊ុនឬក៏អង្គភាពផ្សេងគឺយើងត្រូវតែបណ្ដោះកូនចៅឬក៏បុគ្គលិករបស់ខ្លួនឲ្យក្លាយជាមនុស្សល្អឲ្យមានសមត្ថភាពខ្ញុំជឿថាធ្វើមួយនឹងបានគឺពាក្យគ្រូនឹងក្លាយជាពាក្យដ៏មានតម្លៃនិងមានន័យជ្រៅបំផុតជាក់ជាមិនខានបាទអរគុណលោកគ្រូតកតងចំណុចនេះគឺបងប្អូនអ្នកស្ដាប់របស់យើងប្រហែលជាឮច្រើនតកតងជាមួយនឹងគ្រូគឺស្មើមនុស្សល្អហើយមានសមត្ថភាពបើសិនជាយើងចង់ខ្លាយទៅជាគ្រូចង់ខ្លាយទៅជាអ្នកនាំគឺឲ្យតែចាំពាក្យថាជាមនុស្សល្អហើយមានសមត្ថភាពគឺអាចខ្លាយទៅជាគ្រូនិងអ្នកនាំប៉ុន្តែមិនចាប់អារម្មណ៍មួយតកតងជាមួយនឹងនៅក្នុងស្ថាប័នតើលោកគ្រូអាចចែកម្លែកបានអត់ថានៅក្នុងស្ថាប័ននេះតើពេលដែលយើងធ្វើខ្លួនជាគ្រូហ្នឹងស្ថាប័នហ្នឹងតើវានឹងមានការប្រែប្រួលឬក៏វារីកចម្រើនយ៉ាងម៉េចបើសិនជាយកពាក្យថាគ្រូយកមក apply នៅក្នុងស្ថាប័នរបស់យើងដឹងហើយបើសិនជាស្ថាប័នរបស់យើងយក apply ជាគ្រូមានន័យថាមនុស្សសុទ្ធតែជាមនុស្សដែលមានចំណេះដឹងមានសិលធម៌មនុស្សដែលមានសមត្ថភាពហើយល្អអញ្ចឹងវានឹងคล้ายទៅជាកម្លាំងនៃការរួបរួមបូកបញ្ចូលគ្នាខ្លាំងយើងដឹងមានន័យថាកាលណាល្អទាញចូលអាក្រក់គឺយើងធាក់ចេញមនុស្សដែលមានសមត្ថភាពមានន័យថាគាត់ធ្វើអីក៏កើតមនុស្សដែលគ្មានសមត្ថភាពគាត់ធ្វើអីក៏អត់កើតអញ្ចឹងបើសិនជាកសាងភាពជាគ្រូមានន័យថាយើងកសាងមនុស្សពូកែចេះប្រកបកសាងមនុស្សដែលមានសមត្ថភាពហើយល្អទៀតកសាងដែលអ្នកដែលមានសមត្ថភាពហើយអាចបង្រៀនគេបានទៀតមានសមត្ថភាពទាំងរៀនមានសមត្ថភាពទាំងបង្រៀនអញ្ចឹងមកយើងសាកល្បងមើលបើសិនជាយើងចាប់ផ្ដើមពីអ្នកដឹកនាំកម្ពុជាគាត់មានសមត្ថភាពទាំងរៀនគឺអាចគាត់ចេះដឹងអ្វីដែលថ្មីគាត់មានសមត្ថភាពទាំងបង្រៀនគាត់អាចបង្រៀនទៅបុគ្គលិកឬក៏កូនចៅរបស់គាត់ទាំងអស់ហើយបុគ្គលិកគ្រប់គ្នាគឺសុទ្ធតែអាចមានសមត្ថភាពរៀនមានសមត្ថភាពបង្រៀនបុគ្គលិកគ្រប់គ្នាគឺសុទ្ធតែអាចអភិវឌ្ឍនៅភាពចេះដឹងឡើងកាន់ដល់កម្ពុជាហើយអាចមានសមត្ថភាពបង្រៀនទៅអ្នកផ្សេងទៀតតើម្នាក់ហ្នឹងដែលគាត់ចេះហ្នឹងដែលគាត់ពូកែហ្នឹងតើអាចរីកសាយប៉ុណ្ណានៅក្នុងប្រទេសជប៉ុនជាពិសេសពាក្យគ្រូហ្នឹងគឺគេឲ្យតម្លៃខ្លាំងណាស់ដែលយើងហៅថាស៊ីនសេហ្នឹងគឺស្មើនឹងពាក្យគ្រូហើយជាពិសេសតាមការស្រាវជ្រាវរបស់ខ្ញុំក្រុមហ៊ុន Toyota គឺគាត់យកព្រលឹងគ្រូហ្នឹងយកមកដាក់នៅក្នុងស្ថាប័នតែម្ដងអញ្ចឹងក្នុងព្រលឹងគ្រូដែលក្នុងស្ថាប័នហ្នឹងគឺមិនថាមនុស្សនឹងចេះអ្វីទេគឺត្រូវតែប្រឹងប្រែងរៀនអភិវឌ្ឍខ្លួនឲ្យចេះខ្ពស់ហើយអាចបង្រៀនគេបានអញ្ចឹងមនុស្សម្នាក់គេចូលចិត្តហៅស៊ីនសេហៅលោកគ្រូអ្នកគ្រូហ្នឹងគឺជាមនុស្សដែលពូកែចេះប្រកបហើយអាចបង្រៀនទៅអ្នកដទៃបានអញ្ចឹងយើងឃើញបុគ្គលិករចនាសម្ព័ន្ធវាមានលំដាប់ថ្នាក់ពីមួយទៅមួយប៉ុន្តែមនុស្សម្នាក់គឺសុទ្ធតែគាត់ចេះហើយគាត់អាចបង្រៀនអ្នកដទៃបានមនុស្សនឹងចេះហើយអាចបង្រៀនអ្នកដទៃបានគឺម្នាក់សុទ្ធតែមានឆន្ទៈអភិវឌ្ឍខ្លួនឯងនិងអ្នកដទៃ
សិតតែមានឆន្ទៈអភិវឌ្ឍខ្លួនឯងនៅអ្នកដទៃជន់វាធ្វើឲ្យក្រុមហ៊ុនហ្នឹងគឺមានការរីកចម្រើនគ្មានដែនកំណត់ទេតួយ៉ាងដូចជា Toyota អញ្ចឹងคล้ายទៅជាក្រុមហ៊ុនឡានដ៏ធំជាងគេបំផុតនៅលើផែនដីคล้ายទៅជាឡានដែលបង្កើតសម្រាប់មនុស្សជាតិដ៏អស្ចារ្យរហូតដល់ឲ្យតែលឺតែពាក្យឡានស្ទើរតែមនុស្សតិចដែលមិនស្គាល់ Toyota ឬក៏មិនប្រើប្រាស់ឡាន Toyota ហើយជាពិសេសឡាននៅក្នុង Toyota ហ្នឹងគឺវាមាន brand ទាំង Toyota វាមានទាំង brand Lexus ទៀតគឺសុទ្ធតែជាក្រុមហ៊ុនតែមួយអញ្ចឹងអាចនិយាយបានថាក្នុងក្រុមហ៊ុនបើសិនជាយើងប្រើភាពជាគ្រូនេះបានគឺពិតជារឿងរីកសាយនិងរឿងគេហៅរួបរวมរីករាយរុងរឿងនិងអស្ចារ្យហ្នឹងគឺពិតជាគ្មានដែនកំណត់នោះទេបាទអរគុណលោកគ្រូបងមានអីបន្ថែមជាមួយលោកគ្រូឬមានអីចង់ចូលរួមដែរបងមានទេបងបាទសម្រាប់ពាក្យថាស្ថាប័នដែលសារតែខ្ញុំក៏ជាអ្នកធ្លាប់ឆ្លងកាត់ធ្វើការអញ្ចឹងវាពិតជាសំខាន់ណាស់បើសិនជាស្ថាប័នមួយមានទាំងចំណេះដឹងដែលតាំងខ្លួនជាគ្រូនិងជាអ្នកដឹកនាំព្រោះថាបើសិនជាគាត់តាំងខ្លួនជាគ្រូគឺគាត់អាចបង្រៀនការងារមកដល់បុគ្គលិកដូចជាសហការីរបស់គាត់ឲ្យឆាប់ចេះឆាប់ចាំអញ្ចឹងដល់ពេលណាដែលកូនចៅរបស់គាត់ដែលអាចនិយាយបានថាធ្វើការហៅតែកូនចៅហ្នឹងគាត់ចេះជំនាញអស់ចេះដឹកនាំការងារខ្លួនឯងណាអញ្ចឹងក៏ជួយឲ្យស្ថាប័នក៏ដូចជាក្រុមហ៊ុនរោងចក្រហ្នឹងរីកចម្រើនអញ្ចឹងវាពិតជាសំខាន់ដោយលោកគ្រូបានមានប្រសាសន៍អញ្ចឹងក្នុងជំហានចំណុចទី1ដែលយើងតែងតែទទួលបានពីក្មេងមករហូតដល់ចូលធ្វើការគឺសិតតែគ្រូគឺយើងអត់ផ្ដោតថាមិនមែនរៀននៅសាលាទេកន្លែងធ្វើការក៏យើងចាត់ទុកអ្នកបង្រៀនការងារអ្នកដឹកនាំក្នុងស្ថាប័នហ្នឹងក៏ជាគ្រូហើយជាអ្នកដឹកនាំទៀតអញ្ចឹងដោយលោកគ្រូមានប្រសាសន៍ហ្នឹងខ្ញុំក៏យល់ស្របថាវាពិតជាល្អបើសិនជាស្ថាប័នក្រុមហ៊ុនដែលគាត់ជាគ្រូហើយជាអ្នកដឹកនាំដើម្បីឲ្យស្ថាប័នក៏ដូចជាកន្លែងធ្វើការរបស់គាត់ហ្នឹងមានភាពរីកចម្រើនបាទអរគុណបងសម្រាប់ការចូលរួមអញ្ចឹងយើងដឹងហើយថាទាំងនៅក្នុងគ្រួសារទាំងនៅក្នុងស្ថាប័នគឺសុទ្ធតែត្រូវការព្រលឹងគ្រូមានន័យថាគឺជាមនុស្សល្អហើយមានសមត្ថភាពដើម្បីធ្វើឲ្យទាំងគ្រួសាររបស់យើងក៏រីករាយរុងរឿងអស្ចារ្យហើយនៅក្នុងស្ថាប័នរបស់យើងក៏មានភាពរីកចម្រើននិងអភិវឌ្ឍនៅក្នុងនោះដែរអញ្ចឹងសូមសំណួរបន្ថែមទៀតដោយសារយើងទៅជែកគ្នាច្រើនខ្លាំងមែនទែនតាក់ទងជាមួយនឹងពាក្យថាគ្រូអ្នកដឹកនាំហើយក៏មានលាយនៅក្នុងហ្នឹងគឺមានពាក្យថាឪពុកម្ដាយនៅក្នុងហ្នឹងពីព្រោះវាមានភាពពាក់ព័ន្ធគ្នាច្រើនប៉ុន្តែជានៅក្នុងគេហៅថាបទពិសោធន៍របស់លោកគ្រូវិញតើស្អីដែលជាបទពិសោធន៍អាចថាជូរចត់ក៏បានឬក៏ជោគជ័យក៏បាននៅក្នុងអាជីពជាគ្រូហ្នឹងមានអីដែលជាបទពិសោធន៍ដែលលោកគ្រូអាចបង្ហាញបានខ្ញុំគិតថាពាក្យគ្រូគឺជាមនុស្សល្អហើយមានសមត្ថភាពពាក្យគ្រូគឺយើងចាត់ទុកជាបុគ្គលដ៏ដងឧត្តមបុគ្គលដ៏អស្ចារ្យមួយដែលអាចជួយបង្រៀនមនុស្សឲ្យចេះដឹងឲ្យចេះអ្វីទាំងឡាយខ្មែរយើងតែងនិយាយឲ្យថាចេះមកពីរៀនគឺមានមកពីរកយើងមិនចេះអ្វីក៏ដោយឲ្យតែយើងមានគ្រូគឺអាចចេះអញ្ចឹងពេលដែលយើងបានធ្វើការងារទៅលើក្នុងអាជីពឬក៏វិជ្ជាជីវៈជាគ្រូនេះគឺខ្ញុំពិតជាមានមោទនភាពដែលថាគ្រូគឺមិនមែនជាបុគ្គលដែលអន់ទេគ្រូអាចคล้ายទៅជាអ្វីៗគ្រប់យ៉ាងបាទជាពិសេស យើងអាចនិយាយបានថាអំបញ្ញមិញយើងថាបើសិនជាយើងគ្រប់គ្នាជាគ្រូហ្នឹងកសាងខ្លួនឲ្យคล้ายជាមនុស្សល្អហើយមានសមត្ថភាពនោះយើងអាចនិយាយបានថាយើងចង់ទៅចេះស្អីទៀតក៏បានដែរពីព្រោះយើងគឺជាមនុស្សល្អហើយមានសមត្ថភាពធំជាងគេហ្នឹងគឺមានសមត្ថភាពរៀនហើយពេលដែលយើងคล้ายជាគ្រូហ្នឹងគឺសមត្ថភាពរៀនហ្នឹងគឺយើងមានខ្លាំងជាងគេពេលដែលយើងមានសមត្ថភាពរៀនអាចធ្វើឲ្យយើងចង់ចេះអីក៏បានដែរជាពិសេសនៅក្នុងយុគសម័យនេះទៀតគឺคล้ายជាយុគសម័យដ៏វាសម្បូរបែបដែលយើងចង់រៀនចង់សូត្រអ្វីក៏ចេះអញ្ចឹងពេលដែលយើងមានធាតុជាគ្រូនេះគឺជាចំណុច unique ជាចំណុចពិសេសមួយដែលអាចធ្វើឲ្យយើងងាយនៅក្នុងភាពលេចធ្លោជាងអ្នកដទៃទី2ពេលដែលយើងរកឃើញថាគ្រូនេះគឺមិនធំតែយើងអាចធំតែធ្វើជាគ្រូទេយើងអាចទៅធ្វើជាអ្នកដឹកនាំពីព្រោះអ្នកដឹកនាំពិតប្រាកដយើងដឹងហើយគឺជាអ្នកដឹកនាំមនុស្សតែគ្រូគឺជាមនុស្សដែលមានបទពិសោធន៍ក្នុងការដឹកនាំមនុស្សនឹងជាងគេអាចនិយាយបានថាមនុស្សជាតិនៅជាមួយគ្រូដោយយើងនិយាយមិញសូវតែមិនតិចជាង20ឆ្នាំឬក៏មិនតិចជាង12ឆ្នាំ
ចឹងពាក់ព័ន្ធនឹងរបៀបនៃការដឹកនាំមនុស្សនេះគ្រូគឺមានពីមុនមកចឹងពេលដែលយើងថន់តែបំលែងខ្លួនបន្តិចចង់ទៅដឹកនាំនៅកន្លែងផ្សេងគឺគ្រូយើងគឺងាយក្នុងការសម្របខ្លួននឹងទៅធ្វើជាគ្រូនឹងខ្លាំងណាស់ចឹងក្នុងជីវិតជាក់ស្ដែងរបស់ខ្ញុំពិតជារីករាយនៅពេលដែលខ្ញុំមានឱកាសធ្វើជាគ្រូជាពិសេសខ្ញុំអាចសិក្សាស្រាវជ្រាវទៅលើរឿងភាពជាអ្នកដឹកនាំខ្ញុំអាចបង្រៀនមនុស្សឲ្យក្លាយជាអ្នកដឹកនាំគឺមិនត្រឹមតែគាត់ត្រូវដឹកនាំជីវិតខ្លួនឯងទេឆ្ពោះទៅដឹកនាំគ្រួសារហើយនឹងអាចឆ្ពោះទៅដឹកនាំស្ថាប័នឬក៏អាចអនាគតក្លាយជាអ្នកដឹកនាំប្រទេសជាតិអីទៀតអញ្ចឹងនៅពេលដែលយើងមានភាពជាគ្រូខ្ពង់ខ្ពស់គ្រូដែលយើងបន្តអភិវឌ្ឍបន្ថែមអត់ឈប់ឈរនោះគឺយើងមានន័យថាយើងនឹងអាចក្លាយទៅជាមនុស្សដែលអាចជួយមនុស្សនឹងបានច្រើនមែនទែនកាលពីខ្ញុំនៅធ្វើជាគ្រូធម្មតាយើងត្រឹមតែជួយសិស្សឲ្យចេះដឹងឬក៏ឲ្យអាចរួមរស់នៅក្នុងសង្គមបានឬក៏មានចំណេញមានចំណេះតែនៅពេលដែលខ្ញុំអភិវឌ្ឍភាពជាអ្នកដឹកនាំឬក៏ស្រាវជ្រាវទៅលើរឿងភាពជាអ្នកដឹកនាំនេះខ្ញុំអាចក្លាយទៅជាគ្រូអ្នកដឹកនាំឬក៏គ្រូដែលបង្រៀនពីភាពជាអ្នកដឹកនាំអាចជួយមនុស្សឲ្យក្លាយទៅជាអ្នកដឹកនាំហើយយើងដឹងហើយនៅពេលដែលជាអ្នកដឹកនាំមនុស្សម្នាក់ធំជាងចំនួនច្រើនចឹងមនុស្សធម្មតាហើយបើដោយត្រឹមតែយើងរៀនធំតែរស់ប៉ុន្តែនេះយើងរៀនទៅឈានទៅដល់ការដឹកនាំមនុស្សឈានទៅក្នុងការធ្វើម៉េចឲ្យមនុស្សនឹងអាចរួមរស់ដោយមានភាពរួបរួមសុខដុមជាមួយគ្នាបានហើយនឹងឈានទៅក្នុងការរួមគ្នាក្នុងការកសាងអ្វីបានហើយឈានទៅមនុស្សម្នាក់អាចធំជាងមនុស្សច្រើនអាចឈានទៅជាអ្នកកំណត់នៅជោគវាសនាសម្រាប់មនុស្សជាតិក៏ដូចជាស្ថាប័នឬក៏គ្រួសារខ្ញុំគិតថានេះក៏ចេញមកពីគ្រូអញ្ចឹងគ្រូរបស់យើងម្នាក់ដែលខ្ញុំគិតថាពីមុនមកខ្ញុំក៏ជាអ្នករៀនហើយខ្ញុំក៏ជាអ្នកបង្រៀនតែខ្ញុំបានរកឃើញគន្លឹះពីរដែលសំខាន់សម្រាប់ជួយគ្រូឲ្យក្លាយទៅជាគ្រូដែលខ្ពង់ខ្ពស់គ្រូដែលអស្ចារ្យបំផុតហ្នឹងគឺត្រូវបង្កើតទៅជំហានទី3និងទី4មានន័យថាមិនត្រឹមតែធ្វើខ្លួនជាអ្នករៀនជាអ្នកបង្រៀនទេគឺត្រូវតែធ្វើជាអ្នកស្រាវជ្រាវហើយនឹងអាចឈានទៅជាអ្នកបង្កើតឬក៏ជាអ្នកអភិវឌ្ឍចុះបើសិនជាគ្រូម្នាក់គឺសិតតែជាអ្នករៀនអ្នកបង្រៀនអ្នកស្រាវជ្រាវនិងអ្នកបង្កើតឬក៏អ្នកអភិវឌ្ឍនេះខ្ញុំគិតថាគ្រូនីមួយនឹងមាននៅបន្សល់អ្វីមួយដែលជាកេរដំណែលមួយដ៏អស្ចារ្យសម្រាប់មនុស្សជាតិរបស់យើងតួយ៉ាងដូចយើងកំពុងតែធ្វើកម្មវិធីនេះគឺជាកម្មវិធីដែលយើងចង់បង្កើតអ្នកដឹកនាំបាទអញ្ចឹងខ្ញុំបើសិនជាខ្ញុំអាចនិយាយបានថាក្នុងនាមខ្ញុំជាគ្រូខ្ញុំដើរបានទាំង4ហ្នឹងទាំងអ្នករៀនគឺខ្ញុំអាចនិយាយថាម្ដងថ្ងៃនេះខ្ញុំនៅរៀនចូលរៀនចេះខ្ញុំរៀនសប្បាយនឹងការរៀននឹងមែនតើទី2អ្នកបង្រៀនខ្ញុំអាចបង្រៀនទាំងសិស្សធម្មតាបង្រៀនទាំងអាជីវករទាំងអ្នកធ្វើអាជីវកម្មទាំងមេដឹកនាំគ្រួសាររហូតដល់ទៅមេដឹកនាំកម្ពុជាឬក៏ជាអ្នកមានឬក៏ជាម្ចាស់ក្រុមហ៊ុននេះទៅទៀតទី3ខ្ញុំទៅជាអ្នកស្រាវជ្រាវដែលមានឈ្មោះថាជាអ្នកស្រាវជ្រាវពាក់ព័ន្ធនឹងរឿងភាពជាអ្នកដឹកនាំហើយនឹងទី4គឺអ្នកបង្កើតឬក៏អ្នកអភិវឌ្ឍទៅលើរឿងភាពជាអ្នកដឹកនាំចឹងដូចជាយើងបង្កើតវគ្គ GA របស់យើងគឺជាវគ្គដែលយើងបង្កើតឡើងបង្កើតវគ្គនឹងឡើងគឺដើម្បីឲ្យមនុស្សគ្រប់គ្នាគឺសិតតែអាចក្លាយជាអ្នកដឹកនាំហើយធ្វើមិនគឺអាចចូលរៀនវគ្គ GA នឹងបានវគ្គ GA មិនត្រឹមតែបង្រៀនមនុស្សឲ្យចេះដឹងទេគឺបង្រៀនមនុស្សឲ្យក្លាយជាអ្នកដឹកនាំឬក៏បង្រៀនមនុស្សនោះឲ្យក្លាយទៅជាមនុស្សអស្ចារ្យពីព្រោះយើងរកឃើញថាមនុស្សអស្ចារ្យអ្វីៗក៏អស្ចារ្យដែរអញ្ចឹងបើសិនជាយើងអាចឈានទៅបង្កើតវគ្គ GA ដែលជាវគ្គពិសេសមួយដែលអាចជួយឲ្យមនុស្សជាតិអស្ចារ្យហ្នឹងក៏មិនមែនជារឿងទូចមកសាមញ្ញពេកដែរដូចខ្ញុំក៏មិនត្រឹមតែខ្ញុំអាចបង្កើតវគ្គ GA ហ្នឹងទេខ្ញុំអាចបង្កើតសៀវភៅคล้ายទៅជាសភៅដែលយើងអាចនិយាយបានថាជើងគម្ពីរអ្នកមានប្រហែលជាមិនមានច្រើនទេនៅក្នុងប្រវត្តិសាស្ត្រដែលមានឈ្មោះសភៅមួយជាគម្ពីរអ្នកមានដែលអាចជួយមនុស្សគ្រប់គ្នាឲ្យคล้ายទៅជាអ្នកមានបានតាមរយៈដែលយើងសិក្សាស្រាវជ្រាវយើងចងក្រងយើងបង្កើតបានទៅជាសភៅហើយសភៅនោះគឺមានការគ្រប់គ្រងនិងឲ្យតម្លៃខ្ពស់ពីអាចនិយាយថាខ្មែររបស់យើងទាំងនៅក្នុងប្រទេសទាំងនៅក្នុងពិភពលោកហើយក៏ដូចជាយើងអាចនិយាយថាមានសភៅគម្ពីរអ្នកមាននឹងមួយគឺយើងនឹងមានចម្លើយសម្រាប់ថាធ្វើម៉េចដើម្បីក្លាយជាអ្នកមានហើយយើងអាចនិយាយបានថាកម្ពុជារបស់យើងនឹងមិនមានបញ្ហាទៅលើរឿងថាមិនដឹងធ្វើម៉េចដើម្បីកសាងភាពមានបានទេពីព្រោះយើងក្នុងនាមរដ្ឋាភិបាលហ្នឹងមិនតំជាអ្នកស្រាវជ្រាវយើងបានចងក្រងនិងបង្កើតសភៅដើម្បីជួយដោះស្រាយមនុស្សគ្រប់គ្នាពីព្រោះគ្មានពីណាម្នាក់ចងក្រទេពេលពួកគេមិនដឹងថាធ្វើម៉េចតែយើង
miền công ty nè miền cứ dương ai chui ai thua ai mình nục miền chấm lại chỉ sẽ dương miền sập hư pi cái bao tiết đạiแต่ตัวหนึ่งเพียบเจCEOเพียบเจเนี่ยดักน้อมได้สัตย์ใต้เจียไว้ในdương bằng cao lãngสมัยพ่อประโยชน์ในมนุษย์เชื้อต่างหมู่họยำกระทาสุพืต่างใบนั้นคือปัจจัยปดอนในจำเหล่าสมัยมนุษย์กบคณีอาจคลายเช่นดังน้อมมนุษย์กบคณีคือสัตว์อาจคลายเช่นเมียนเชื่อนั่งตัวเตี้ยก็ยังทลอบานบังเกิดในกรรมวิธีแต่ตัวหนึ่งเรื่องเพียบเช่นดังน้อมเพียบเช่นเมียนนี่ได้ยังกระทายังก่อกุนอย่างจราในจำปัวบองโอนไปเชื่อปลอดขมายยังต่างในขนมปฏิหนึ่งในกลายปฏิได้บ้านกอมตัวหนึ่งเอาดำไหลกปัวhọ chưaในตัวเตี้ยยังกำปองแต่บังเกิดกรรมวิธีได้ยังใหญ่ปีครูนั่นแหละดักน้อมคือนำไปโชว์ร่วมตื้อนองกาบังเกิดเพียบเช่นดักน้อมดอนมนุษย์กลุ่มนี้ตามอย่าเปียกรู้หรือก็ตามอย่าเพียบเช่นดักน้อมเซ็งเซ็งได้ยังถือบากจำหอจังจำเชื่อทากรู้มันเนี่ยเอาแต่คอมก่อสร้างคลุ้นเอาเมียนบุญสำคัญคือเจเนเรียนเนี่ยบังเรียนเนี่ยสาวเชื่อหนึ่งเนี่ยอาภิวัตหรือก็เนี่ยบังเกิดนี้จำเชื่อทากรู้หนึ่งเมียนเวสนาคลายตัวเชื่อครูออกจ้าเฮ้ยครูออกจ้านี้หนึ่งอาโจรวมช่วยเอามนุษย์เชื่อยังออกจ้าได้เฮ้ยยังเชื่อทามันตรมแต่ครูเต้เนี่ยดักนอมยังก็น้อยมนุษย์กลุ่มคณียังก็น้อยเนี่ยโดยโลกปัญญาก็น้อยปนอสไรเจตาก็น้อยเอาแต่คัดคอมก่อสร้างคล้วนอ่อยเมียนบุญจำนวนนั้นทั่วเจเนเรียนทั่วเจเนบังเรียนทั่วเจเนสาวเชื่อตัวเราเอาไว้มวยเอาเจแล้วเขายังเต้าเชียนเต้าขนมกาบังเกิดนุกยังหนังคล้ายเต้าเชื่อบกกัวออกจากได้เฮ้ยเนี่ยดักนอมจีบใส่เนี่ยดักนอมบ่อสันเจือกอดเนยตายบันโตทั่วเจเนเรียนhọ vô ở vậy để riêng nâng từ chay đầm lấy từ bằng riêng nè đó tí tía họ chỉ bị xét thưa cả sao chưa bắt đầu lờ vậy mối ở unique ở bị xét ở cha chiên nè đó tí hơi nâng chiên từ trong ca bằng cao ở vậy mối còn nặng ai khai tới chuyện nè đặc nom này ca bằng cao cái đây sợ bấn rồi có bằng cao ở vậy vậy cũng dạng mình tâm tại dương chỉ cú mình trồng tại bọn ôn dương chỉ mình được thầm mà đá mình trồng tại chuyện này đặc nóm bóc là cú cú bố là co dương cú cú nôn ná cái đời oiแต่ miền thiết buồn đi trong cái thà nốt viên năng bằng cao phiệp ở trà muối đại nhâm cái thằng này cứ chỉ một thằng phiệp rồi có chỉ phiệp chụp chỉ muối đại nông niệm ai chụp trong chỉ cú bà ở cồn là cổแต่หนึ่งสำนวนนี่คือวิจีบทพิสาปตัวให้วิจิการใจมันเลยบ่แล้วกูรับท่าจังยืนแต่ใจนี่คือปัจจัยบานจงจรานกลางแมนเทนเปียทาครูหนึ่งเนี่ยนอมมามัดได้ปันได้ในปีแต่ยืนแต่ใจนี่ตื้อคือวิมีทิพย์ซ้ำจีจรานจีไปเซ่บัดสันจีจังคลายจีครูจังคลายจีเนี่ยนอนตัวจิมหนุล้อให้มีสมาธิเปียบปันได้แค่ปีนั่งก็ยืนมีทิพย์ซ้ำจีจรานเตี้ยโดยจงคอยมันคือบัดจังคลายเตยจีครูหรือก็ครูมันก็มีตัดสัญญาณจีเนี่ยเรียนเนี่ยบังเรียนเนี่ยสาวเชียวหนึ่งเนี่ยอภิวัตจังวิมีทิพย์ซ้ำจรานกลางเหมือนเต้นได้อาจทั่วยืนคลายเตยจีครูจังหนึ่งมีสำนวนจีจรานเตี้ยปันได้สมอะไรนี่สมไทยมาสำนวนเตี้ยได้เปียนั่นคือเปียขมายยืนแต่แต่งใหญ่ได้เกยใหญ่ท่าครูตีมาได้ท่าจังตาเปียนั่งลึกกี่จังบังคับอัตเนยท่าอย่างไม่สมัยขมายบอกยืนได้ใหญ่ท่าครูตีมาได้ท่านั้นตาวิมีนประกอบอย่างไม่กล้าได้บ่ครูตีมาได้ท่าก็เวทตรงตะนังเปียครูนังเนี่ยดักนอมครูคือครูได้ยืนอาจตีหรือก็ยืนเนี่ยบังเรียนมนุษย์ยืนอาจมือมนุษย์ยืนอาจดังมนุษย์เราได้ยืนอาจเฮียนตีกำหนดวิสนามนุษย์มาได้จัดตกโดยเฉียบปกมาได้คือเจเนดักน้อมได้บังเกิดโกนได้โกนนั่งรถเนยจมูกนั่งคลุนอยู่tớiยังไอ้ดังปีซาดิเชียยังไอ้ดังปีอัตชิญานยังดังปีกระยายังดังปีเจริญระบอกก้อนยังก็ไอ้ทากอดเชื่อมนุษย์แบบน่ะแต่ขนมนี้ไปเด็กชมทัวร์การศึกษาสาวเชี่ยวขนมเนียมจีครูขนมเนียมเจเนดักน้อมนี้คือยังถือประหยัดนัตเลเปียได้ทากรูเตียมาได้ทานนึงเวบังกอบอัตในคลำซาซีจมเรือครั้งสมัยมนุษย์กุบคนี้จีพิเศษนเปได้ยังคลายจีครูจีพิเศษนเปได้ยังคลายเชนดักนอมเปได้ยังจีครูกลมเจแต่ตีกลมเจแต่ทาไปพวกกาตีกาทาเราบอกยืงจีพิเศษตีหนังทาตะเลเรื่องมันละอเรื่องอักระนี้คืออาจเฟอเอามนุษย์ยืงคลายเชื่อมนุษย์มันละอหรือกลมละอักระปุ๊บมาได้ก็โดยเคลียร์ได้กลมใจแต่ท้าโกนบอกล้วนอย่างมันจีพิเศษน่ะดักน้อมก็โดยเคลียร์ได้กลมใจแต่ท้าบอกหลักบอกล้วนอย่างมันเนเปได้ยืงสกอลมนุษย์ใช่ปะเ
ពេលដែលយើងថាមនុស្សនឹងល្អមនុស្សនឹងមានកម្លាំងរីចម្រើនទៅល្អមនុស្សនឹងពូកែគឺមនុស្សនឹងមានកម្លាំងរីចម្រើនទៅពូកែប៉ុន្តែបើសិនជាយើងថាមនុស្សនឹងអន់មនុស្សនឹងអាក្រក់វាក៏ជាកម្លាំងទាញទៅអាក្រក់ទាញទៅមិនល្អដែរអញ្ចឹងនៅក្នុងនាមជាគ្រូទេមហាយឋាននេះអ្វីដែលសំខាន់បំផុតគឺក្នុងនាមជាគ្រូក្នុងនាមជាអ្នកដឹកនាំមិនថាតែឪពុកម្ដាយមិនថាជាអ្នកដឹកនាំនៅតាមស្ថាប័នឬក៏អង្គភាពទេគឺប្រយ័ត្នសម្ដីរបស់ខ្លួនឲ្យមែនទែនហើយមុននឹងនិយាយអ្វីត្រូវគិតពិចារណាជាពិសេសយើងត្រូវតែយកចិត្តទុកដាក់ប្រយ័ត្នមែនទែនទៅលើពាក្យដែលមិនល្អកាលណាយើងទេមនុស្សមិនល្អភាគច្រើនវាសនាមនុស្សនឹងទៅមិនល្អពេលដែលយើងថាមនុស្សមិនល្អនឹងមានវាសនាមនុស្សនឹងទៅមិនល្អអញ្ចឹងពេលដែលគ្រូទេមិនឲ្យឋាននេះមនុស្សជាតិយើងក៏ត្រូវតែប្រយ័ត្នពីព្រោះយើងរស់ជាមួយនឹងគ្រូយើងរស់ជាមួយនឹងអ្នកដឹកនាំជាប់ជីវិតរបស់យើងអញ្ចឹងពេលដែលគេគ្រូទេឬក៏ថាយើងយ៉ាងម៉េចគឺយើងត្រូវប្រយ័ត្នមែនទែនជាពិសេសបើសិនជាគាត់ថាអាក្រក់យើងត្រូវប្រយ័ត្នកុំងាយទទួលពីព្រោះបើមិនអញ្ចឹងទេមានអតិពលណាពីព្រោះជីវិតមនុស្សវាតាក់ទងនឹងគ្រូវាតាក់ទងនឹងអ្នកដឹកនាំអញ្ចឹងបើអ្នកគ្រូនិងអ្នកដឹកនាំថាមិនភាគច្រើនមនុស្សជាតិនឹងជឿថាទៅអញ្ចឹងអញ្ចឹងបានប្រយ័ត្នទាំងពីរទាំងមនុស្សជាតិទាំងគ្រូនិងអ្នកដឹកនាំគឺត្រូវប្រយ័ត្នទៅលើការទេនិងការថានឹងជាពិសេសមនុស្សយើងមិនគួរមានវាសនាធំតែពាក្យគ្រូទេមិនអាចថានឹងកំណត់ជោគវាសនានឹងជីវិតរបស់យើងទេតែបើសិនជាគាត់ទេថាល្អក៏យើងត្រូវចេះឆ្លោះបញ្ចាំងតែបើសិនជាគាត់ទេមកវាលើសពីអ្វីដែលយើងកំពុងមានក៏យើងត្រូវតែចេះពិចារណាអញ្ចឹងគ្រូទេមិនអាចថាអាចពាក់ព័ន្ធខ្លាំងទៅនឹងជោគវាសនានៃជីវិតរបស់មនុស្សដែលទាំងគ្រូទាំងអ្នកដឹកនាំទាំងមនុស្សជាតិគឺត្រូវប្រយ័ត្ននិងយកចិត្តទុកដាក់ជាពិសេសខ្ញុំចង់សង្កត់ធ្ងន់ថាគ្រូនិងអ្នកដឹកនាំបើទោះបីជាឃើញកូនសិស្សខ្លួនមិនល្អក៏គួរប្រយ័ត្នកុំទាយថាមនុស្សនឹងមានកាយអាក្រក់ឬក៏មានវាសនាមិនល្អពុកម្ដាយក៏ដូចគ្នាដែរទោះបីជាឃើញកូនរបស់ខ្លួនមិនល្អយ៉ាងណាក៏ដោយក៏គួរតែជាការទទួលខុសត្រូវទាំងគ្រូទាំងឪពុកម្ដាយធ្វើយ៉ាងម៉េចឲ្យកូនសិស្សរបស់ខ្លួនឬក៏កូនចៅនឹងក្លាយជាមនុស្សល្អវិញកុំរកឃើញអ្វីដែលមិនល្អក្លាយទៅជារឿងសប្បាយហើយបើកភ្នែកមើលវាសនាកូនសិស្សកូនចៅឬក៏កូនរបស់ខ្លួនទៅជាមិនល្អនឹងវិញអញ្ចឹងគ្រូទេមិនអាចថាគឺវាពិតជាវាមានកម្លាំងខ្លាំងដែលយើងសូមចែករំលែកប៉ុណ្្នឹងសិនបាទវាពិតជាមានឥទ្ធិពលព្រោះដោយសារពាក្យគ្រូទេមិនដែរថានេះបើយើងផ្ដោតទៅលើឪពុកម្ដាយមានន័យថាឪពុកម្ដាយហ្នឹងគឺពេលដែលចិញ្ចឹមកូនម្នាក់ហ្នឹងវាមិនសមតាមបំណងទាំងអស់ទេក៏មានខ្លះចិញ្ចឹមទៅបានល្អតាមគន្លងធម៌ហើយកូនខ្លះទៅក៏មិនបានតាមកន្លងធម៌ប៉ុន្តែឪពុកម្ដាយយើងភាគច្រើនមានន័យថានៅពេលដែលគាត់ចិញ្ចឹមកូនមិនបានតាមចិត្តដែលគាត់ចង់បានថាឲ្យកូននឹងខ្លាចទៅជាមនុស្សល្អគឺគាត់តែងតែគេហៅថាជេរបតិចបដាសាអីផ្សេងដែលពាក្យវាមិនល្អនៅក្នុងហ្នឹងអញ្ចឹងនៅពេលដែលគាត់និយាយអញ្ចឹងទៅដូចគ្រូបានមានភាសាអញ្ចឹងវានឹងជាប់នៅក្នុងគេហៅថាខួរក្បាលរបស់មនុស្សហ្នឹងដែលធ្វើឲ្យមនុស្សហ្នឹងចងចាំរហូតតែថាបើសិនជាកូនហ្នឹងម្ដាយជេរថាអត់កំណើតអញ្ចឹងនៅពេលនោះគឺប្រកាសជាខួរក្បាលរបស់គាត់នឹងគិតថាអូគាត់អត់កំណើតអញ្ចឹងពាក្យហ្នឹងគឺវាមានឥទ្ធិពលអញ្ចឹងបានសំណួរហ្នឹងចង់និយាយថានៅពេលដែលជាគ្រូនិងអ្នកដឹកនាំហ្នឹងគឺត្រូវតែមានគេហៅភាពប្រុងប្រយ័ត្នទាយអីមួយគឺកុំចេះតែទាយបើទាយឲ្យល្អវាប្រសើរជាងទាយមិនល្អក្នុងនឹងដែរក៏វាទាមទារឲ្យមនុស្សជាតិរបស់យើងពង្រីកការយល់ដឹងកុំឲ្យធ្លាក់ខ្លួនទៅក្នុងគេហៅថាវាសនារបស់យើងដោយសារតែអ្នកដទៃថាឬក៏អ្នកដទៃទេជាពិសេសពេលដែលយើងអភិវឌ្ឍភាពជាអ្នកដឹកនាំឯហ្នឹងយើងនឹងពង្រីកសមត្ថភាពឲ្យយល់ដឹងទៅលើរឿងហ្នឹងជាពិសេសយើងរស់ក្នុងជាមនុស្សមិនរស់ដោយសារមាត់គេថាឬក៏រស់ដោយសារអ្នកដទៃទេនោះទេយើងអភិវឌ្ឍភាពជាអ្នកដឹកនាំដូចយើងរៀនវគ្គជាអីលោដល់យើងត្រូវធ្វើជាមនុស្សដែលគេថាសារក៏មិនអគេបង្អាប់យើងក៏មិនខឹងធ្វើយ៉ាងម៉េចឲ្យយើងរស់ជាមនុស្សដែលមានលំនឹងនិងមានភាពរឹងមាំពិតប្រាកដមួយមិនមែនរស់ដោយមានភាពផុយស្រួយគេចង់ឲ្យយើងសប្បាយគេថាសារគេចង់ឲ្យយើងឈឺចាប់គេបង្អាប់អញ្ចឹងគេអាចរុញស៊ីក្លូបញ្ចូលឡានឬក៏ដិតឲ្យយើងច្រឡោតបញ្ឆោតតែយើងខឹងអាចធ្វើយើងវេទនាបានតាមចិត្តអញ្ចឹងប្រភេទហ្នឹងគឺជាមនុស្សដែលខ្សោយនោះទេបាទ
កូនចុះបងធ្លាប់បានឮពាក្យនឹងពីមុនមកតើពាក្យនឹងបងធ្លាប់ជួបហើយមានគំនិតមិនដែរសម្រាប់ពាក្យមួយឃ្លាហ្នឹងបងចាសម្រាប់ពាក្យនេះគឺខ្ញុំបានធ្លាប់ឮដែរដោយសារតែជាក់ស្ដែងជីវិតរស់នៅក្នុងគ្រួសារម្នាក់ៗប៉ះជាមានកូនដែលស្ដាប់និងកូនដែលមិនស្ដាប់ប៉ុន្តែដោយលោកគ្រូមានប្រសាសន៍អញ្ចឹងក្នុងនាមជាឪពុកម្ដាយក៏ដូចជាគ្រូមិនគួរថាកូនមានបញ្ហាហើយទៅជន់គាត់បន្ថែមទេអញ្ចឹងកាលណាដែលយើងនិយាយគាត់សាំដែរតែពេលខ្លះគាត់អត់ចង់ខូចក៏គាត់ទៅជាខូចដែរអញ្ចឹងពាក្យសម្ដីរបស់ឪពុកម្ដាយក៏ដូចជាគ្រូគឺពិតជាសំខាន់ណាស់ព្រោះមនុស្សយើងមានការចងចាំនៅពេលណាដែលយើងនិយាយពាក្យល្អគាត់កំពុងតែមានបញ្ហាតែដល់យើងបញ្ចូលទៅន័យគាត់ល្អយូរទៅអាភាពអាក្រក់ហ្នឹងគាត់ត្រឡប់មកល្អវិញក៏មានដែរអញ្ចឹងចង់ផ្ដាំផ្ញើដល់បងប្អូនដែលជាឪពុកម្ដាយដែលមានកូនមិនដោយកន្លងធរអាចនិយាយបានបែបនេះតែកុំបន្ទោសគាត់ត្រូវតែទទួលខុសត្រូវនិងអភិវឌ្ឍសមត្ថភាពខ្លួនឯងដើម្បីអប់រំគាត់បន្ថែមទៀតហើយទិន្នន័យដែលបញ្ចូលឲ្យគាត់ហ្នឹងគួរតែបញ្ចូលទិន្នន័យដែលល្អនិយាយពាក្យល្អកុំប្រើពាក្យដែលជន់បន្ថែមគាត់ព្រោះដោយបញ្ញាបានមានប្រសាសន៍អញ្ចឹងថាខួរក្បាលរបស់យើងមានការចងចាំអញ្ចឹងនៅពេលណាដែលយើងផ្ដល់អាភាពចងចាំអត់ល្អគាត់ចងចាំតែរឿងអត់ល្អអញ្ចឹងធ្វើឲ្យគាត់នឹងជីវិតធ្លាក់នៅក្នុងភាពអវិជ្ជមានខ្លាំងមែនតើអញ្ចឹងពាក្យសម្ដីប្រយ័ត្នបំផុតចំពោះយើងជាឪពុកម្ដាយប្រើទៅលើកូនទៅលើកូនសិស្សអីហ្នឹងដែលជាគ្រូដែលគាត់បង្រៀនអីហ្នឹងជួបសិស្សដែលអត់ល្អអីហ្នឹងបើការផ្ដល់យុទ្ធសាស្ត្រល្អឬក៏អភិវឌ្ឍសមត្ថភាពខ្លួនឯងដើម្បីកែគាត់បានខ្ញុំគិតថាមនុស្សអាចកែបានមនុស្សគ្រប់គ្នាគឺសុទ្ធតែមានសក្តានុពលក្នុងជីវិតរៀងខ្លួនប៉ុន្តែដោយសារតែយើងអត់យល់យើងតែងតែផ្អាប់បន្ថោគាត់ថែមទៀតអញ្ចឹងធ្វើឲ្យគាត់បាក់ទឹកចិត្តអាចមានបញ្ហាអ្វីផ្សេងទៀតអញ្ចឹងពាក្យសម្ដីគឺពិតជាសំខាន់មែនទែនបើយើងចង់ឲ្យគាត់ល្អត្រូវបញ្ចូលទិន្នន័យដែលល្អបញ្ចូលពាក្យល្អគាត់អាចនឹងត្រឡប់មកវិញបានល្អមកវិញបាទអរគុណបងហ្នឹងហើយយើងទៅចែកគ្នាឬក៏ពិភាក្សាគ្នាមកដល់ចំណុចនេះខ្ញុំគិតថាវាមានខ្លឹមជាច្រើនឬក៏មានចំណុចជាច្រើនដែលបើសិនជាអ្នកស្ដាប់គឺគាត់អាចរៀនសូត្រអំពីការពិភាក្សានេះបានច្រើនអញ្ចឹងយើងឈានមកដល់ចាត់ទុកថាជាចំណុចចុងក្រោយចុះអញ្ចឹងសូមបងមានអីដែលជាចុងក្រោយបញ្ជូនសារនៅក្នុងកិច្ចពិភាក្សារបស់យើងថ្ងៃនេះបងចាសម្រាប់ខ្ញុំចង់បញ្ជូនសារថាកម្មវិធីដែលលោកគ្រូបង្កើតមកនេះគឺពិតជាល្អមែនតើពាក្យថាគ្រូបងប្អូនកុំឲ្យនិយមន័យថាតើតែគ្រូបង្រៀននៅសាលាឪពុកម្ដាយក៏ជាគ្រូសម្រាប់បង្រៀនកូនចៅអប់រំកូនចៅសម្រាប់ជីវិតគ្រួសារម្នាក់អញ្ចឹងនៅក្នុងប្រធានបទគ្រូជាអ្នកដឹកនាំបងប្អូនកុំអាចគិតវែងឆ្ងាយទៅដល់ថាជាតើតែគ្រូនៅក្នុងថ្នាក់ឬក៏ជាថ្នាក់ដឹកនាំប៉ុន្តែភាពជាអ្នកដឹកនាំក្នុងគ្រួសារក៏ត្រូវមានជាគ្រូក្នុងគ្រួសារក៏ត្រូវមានអញ្ចឹងអ្វីទាំងអស់នេះក្នុងកម្មវិធីនេះគឺបងប្អូនស្ដាប់និងបងប្អូននឹងទទួលបាននៅអ្វីដែលហៅថាភាពជាអ្នកដឹកនាំថាជាគ្រូសម្រាប់គ្រួសារចេញពីនីមួយនេះអញ្ចឹងសង្គមជាតិមួយរីចម្រើនទៅបានគឺដោយសារការអប់រំនៅក្នុងគ្រួសារការបង្រៀននៅក្នុងគ្រួសារនីមួយនេះទើបទទួលបានលទ្ធផលដែលយើងចង់បានក៏ដូចជាសង្គមជាតិយើងនេះដើម្បីចូលរួមអភិវឌ្ឍក៏ដូចជាលើកតម្កើងពាក្យថាគ្រូនិងអ្នកដឹកនាំបាទអរគុណបងសម្រាប់ការបញ្ជូនសារចុងក្រោយអញ្ជើញលោកគ្រូមានអីចុងក្រោយបាទខ្ញុំគិតថានៅក្នុងពាក្យគ្រូនិងពាក្យអ្នកដឹកនាំនេះគឺវាមានសារៈសំខាន់ខ្លាំងសម្រាប់ជីវិតរបស់មនុស្សចឹងកម្មវិធីរបស់យើងគឺយើងបង្កើតឡើងគឺมันមានចេតនាណាមួយទៅបន្ទោសបង្អាប់ឬក៏មើងងាយមើលថោកគ្រូឬក៏អ្នកដឹកនាំមកយើងទេតែគ្រាន់តែជាចេតនាក្នុងការបើកចំហដើម្បីឲ្យមនុស្សជាតិបានស្វែងយល់ទៅលើពាក្យគ្រូឬក៏ពាក្យអ្នកដឹកនាំនេះក្នុងនាមខ្ញុំជាអ្នកសិក្សាស្រាវជ្រាវយើងរកឃើញពីគុណតម្លៃនៃភាពអស្ចារ្យវាខ្លាំងមែនទែននៅពេលដែលយើងទទួលបានរហស្សនាមថាជាគ្រូឬក៏យើងទទួលបានរហស្សនាមថាជាអ្នកដឹកនាំទាំងគ្រូទាំងអ្នកដឹកនាំគឺសុទ្ធតែជាអ្នកដឹកនាំមនុស្សតោះយើងអាចនិយាយបានថាមានចំណុចដូចគ្នាជាច្រើនក៏មានចំណុចខុសគ្នាខ្លះតែនៅក្នុងវាសនាមនុស្សជាតិរបស់យើងនឹងគឺពិតជាមានការពឹងពាក់ខ្លាំងមែនទែនទៅលើគ្រូនិងអ្នកដឹកនាំអាចនិយាយបានថាពេលដែលយើងចាប់ផ្ដើមបើកចិត្តបើកបេះដូងឬក៏បើកខួរក្បាលធ្វើការពិនិត្យពិចារណាទៅលើពាក្យគ្រូទៅលើពាក្យអ្នកដឹកនាំនេះអាចនិយាយថា
វាមិនមែននៅឆ្ងាយរហូតដល់យើងទទួលយកមិនបានទេអាចនិយាយបានថាពាក្យគ្រូនិងពាក្យអ្នកដឹកនាំនេះគឺជាពាក្យដែលវានៅចិត្តនឹងយើងដែលយើងគ្រប់គ្នាអាចកសាងអាចបង្កើតវាទៅធ្វើជាគ្រូឬក៏ទៅធ្វើជាអ្នកដឹកនាំបានពេលដែលយើងមានរហស្សនាមឬក៏មានងារគេហៅយើងគ្រូឬក៏លោកគ្រូអ្នកគ្រូគឺជាពាក្យមួយដែលខ្ពង់ខ្ពស់ទទួលបានការគោរពទទួលបានការឲ្យតម្លៃខ្ពស់ហើយក៏វាជាពាក្យដែលវិជ្ជមានបាទពាក្យគ្រូអាចនិយាយបានថាវាមិនធំតែល្អវាមានភាពត្រជាក់ត្រជុំវាអាចជួយធ្វើឲ្យយើងคล้ายទៅជាបុគ្គលដែលមានសិលធម៌ខ្ពស់បុគ្គលដែលមានចំណេះដឹងខ្ពស់បុគ្គលដែលពោពេញទៅដោយការចេះដឹងពោពេញទៅដោយការពូកែនៅក្នុងការបង្ហាត់បង្ហាញឬក៏រៀនសូត្រឬក៏ស្រាវជ្រាវឬក៏ធ្វើការដឹកនាំឬក៏អភិវឌ្ឍផ្សេងអញ្ចឹងពេលដែលយើងធ្វើការបើកចិត្តទទួលយកពាក្យពិចារណាទៅលើពាក្យគ្រូនិងពាក្យដឹកនាំនេះនោះបងប្អូនទាំងអស់គ្នានឹងមានវាសនាអាចคล้ายទៅជាគ្រូក៏អាចคล้ายទៅជាអ្នកដឹកនាំតាមរយៈការសិក្សាស្រាវជ្រាវបរដ្ឋា leadership យើងរកឃើញថាម្ដងថ្ងៃនេះអ្នកដឹកនាំមនុស្សដែលយើងឲ្យតម្លៃដែលខ្ពស់ជាងគេគឺគ្រូពីព្រោះគ្រូគឺមាននិមិត្តរូប ជាមនុស្សល្អហើយមានសមត្ថភាពអញ្ចឹងនៅពេលដែលយើងជាមនុស្សល្អហើយមានសមត្ថភាពយើងអាចដឹកនាំខ្លួនឯងคล้ายទៅជាបុគ្គលឬក៏ជាមនុស្សរបស់ពិភពលោកយើងបានអាចដឹកនាំយើងដើម្បីចូលទៅក្នុងគ្រប់ចំណោមនៃមនុស្សក៏ដូចជាសហគមន៍ស្ថាប័នឬក៏ប្រទេសជាតិឬក៏ពិភពលោកបានតែបើសិនជាយើងអាចកសាងខ្លួនយើងឲ្យក្លាយជាមនុស្សល្អហើយមានសមត្ថភាពនឹងបានពិតប្រាកដយើងអាចទៅដឹកនាំគ្រួសារយើងអាចទៅដឹកនាំស្ថាប័នយើងអាចទៅដឹកនាំប្រទេសជាតិអញ្ចឹងតាមរយៈពាក្យគ្រូនិងអ្នកដឹកនាំនេះយើងសម័យចង់ឃើញមនុស្សគ្រប់គ្នាគឺសិតតែអាចមានឈ្មោះជាគ្រូមនុស្សគ្រប់គ្នាគឺអាចសិតតែមានឈ្មោះជាអ្នកដឹកនាំបើមនុស្សគ្រប់គ្នាគឺសិតតែគ្រូមនុស្សគ្រប់គ្នាគឺសិតតែជាអ្នកដឹកនាំគ្រូគឺជាអ្នកដឹកនាំអ្នកដឹកនាំគឺជាគ្រូហើយយើងអាចឈានទៅជាអ្នកដឹកនាំគ្រូคล้ายទៅជាបុគ្គលដ៏ខ្ពង់ខ្ពស់មែនទែនដែលអាចថាដឹកនាំអ្នកចេះដឹងបានហើយនៅពេលដែលយើងคล้ายទៅជាអ្នកដឹកនាំគ្រូវិញមានន័យថាយើងคล้ายទៅជាបុគ្គលដែលខ្ពង់ខ្ពស់អស្ចារ្យដែលចេះដឹកនាំអ្នកពូកែអ្នកចេះដឹងនេះជាអ្វីដែលខ្មែរយើងត្រូវការអ្នកដឹកនាំដែលមានសមត្ថភាពទៅដឹកនាំអ្នកដែលមានសមត្ថភាពអ្នកពូកែយើងមែនតើពូជខ្មែរយើងមិនអន់ទេតែតើអ្វីដែលយើងខ្វះហ្នឹងគឺខ្វះអ្នកដឹកនាំដែលទៅដឹកនាំអ្នកដែលមានសមត្ថភាពអ្នកដឹកនាំដែលគ្រូឬក៏អ្នកដែលចេះដឹងខ្ពង់ខ្ពស់ហ្នឹងដូចគ្នាដែរគ្រូអ្នកដឹកនាំក្នុងប្រធានបទរបស់យើងគ្រូនិងអ្នកដឹកនាំប៉ុន្តែយើងអាចคล้ายទៅជាគ្រូអ្នកដឹកនាំយើងក៏คล้ายទៅជាគេហៅថាទីប្រឹក្សាដ៏កំពូលទីប្រឹក្សាដ៏ជាន់ខ្ពស់ឬក៏អាចคล้ายទៅជាអ្នកប្រាជ្ញឬក៏អ្នកដែលឯកទេសคล้ายទៅជាមនុស្សដែលសំខាន់ដែលយើងក្នុងនាមជាគ្រូអាចជួយអ្នកដឹកនាំរបស់យើងឲ្យកាន់តែខ្ពង់ខ្ពស់ឲ្យកាន់តែអស្ចារ្យយើងដឹងហើយអ្នកដឹកនាំនៅលើលោកគឺត្រូវការអ្នកដែលពូកែអ្នកដែលជំនាញយកមកធ្វើជាអ្នកដែលធ្វើការជាមួយយកមកធ្វើជាទីប្រឹក្សាយកមកធ្វើជាអ្នកដែលនាំនឹងហើយដែលយើងគិតថាជាកម្លាំងនៃការរួបរวมគ្រូនិងអ្នកដឹកនាំទៅជួយមនុស្សជាតិគ្រូនិងអ្នកដឹកនាំទៅជួយទៅលើកិច្ចការងារផ្សេងក៏ដូចជាគ្រួសារក៏ដូចជាគ្រូនិងអ្នកដឹកនាំនេះទៅជួយដល់ស្ថាប័នឬក៏ប្រទេសជាតិឬក៏ពិភពលោករបស់យើងជាងសង្ឃឹមថាតាមរយៈកម្មវិធីគ្រូនិងអ្នកដឹកនាំនេះនឹងជួយជាពន្លឺដើម្បីជួយផ្ដល់សម្រាប់បងប្អូនគ្រប់គ្នាឲ្យคล้ายទៅជាមនុស្សអស្ចារ្យមនុស្សដែលមានតម្លៃខ្ពង់ខ្ពស់คล้ายទៅជាអ្នកដឹកនាំគ្រប់គ្នាហើយជឿថាឲ្យតែចាំពាក្យថាគ្រូគឺមនុស្សគ្រប់គ្នាគឺស្ដាយคล้ายជាអ្នកដឹកនាំជាពិសេសកសាងចេញពីមនុស្សល្អហើយមានសមត្ថភាពហ្នឹងអរគុណលោកគ្រូតេតងជាមួយនឹងសារចុងក្រោយអញ្ចឹងបងប្អូនទាំងគ្នាដែលបានកំពុងតែស្ដាប់នៅគេហៅថាកិច្ចពិភាក្សានេះសង្ឃឹមថានឹងបានយល់អំពីគេហៅថាគោលបំណងនៃកិច្ចពិភាក្សានេះគឺយើងចង់ឲ្យមនុស្សគ្រប់គ្នាคล้ายទៅជាគ្រូនិងអ្នកដឹកនាំឬមនុស្សគ្រប់គ្នាអាចคล้ายទៅជាមនុស្សអស្ចារ្យតាមរយៈពាក្យថាគ្រូនិងពាក្យថាអ្នកដឹកនាំអញ្ចឹងនៅក្នុងកិច្ចពិភាក្សាយើងថ្ងៃនេះគឺសូមអរគុណច្រើនជាពិសេសបងតែអញ្ជើញចូលរួមហើយលោកគ្រូអញ្ចឹងយើងនឹងបញ្ចប់កិច្ចពិភាក្សារបស់យើងគេហៅថាអេពីសូតនៅប៉ុននិសិនហើយបាទជួបគ្នានៅវគ្គក្រោយតទៀតបាទអរគុណច្រើនបាទអរគុណច្រើន